ហើយនិយាយពីគ្រួសារមួយពីជំនាន់ដើមហ្នឹងវាមានគ្រួសារអ្នកដែលប្រព្រឹត្តអំពើអាក្រក់ទៅតាមទំនៀមរបស់ខ្លួនខ្លះល្អខ្លះគ្រួសារមួយហ្នឹងគេជាមុខរបរគេព្រានប្រមាញ់ដល់អញ្ចឹងទៅវាធម្មតាព្រានប្រមាញ់បាញ់សត្វហើយដល់តែមានកូនប្រសាមួយទៅបាញ់សត្វរាល់ថ្ងៃហើយម៉ែក្មេកហ្នឹងរៀងកាចម៉ែក្មេកគាត់ហ្នឹងថ្ងៃនេះចេញទៅបាញ់សត្វវាស្រាប់ទៅជួបលោកមួយអង្គកាលហ្នឹងព្រះអង្គផ្សព្វផ្សាយសាសនាឲ្យភិក្ខុសង្ឃជួយយកសាសនាទៅផ្សព្វផ្សាយដល់តែឲ្យជួយយកទៅផ្សព្វផ្សាយភិក្ខុសង្ឃហ្នឹងចេះតែបានសាសនាហ្នឹងយកទៅកន្លែងរៀងខ្លួនហើយមានមួយអង្គមកខុសគេមកផ្លូវព្រៃនេះឲ្យទៅជួយសម្ដែងធម៌ឲ្យសត្វលោកបានស្ដាប់ហ្នឹងស្រាប់តែលោកមកប្រទះឃើញព្រានហ្នឹងលីធ្នូលីស្នាដើរចូលព្រៃដើរតាមទៅមកអញមិនដឹងទៅប្រោសពីណាទេមានតែតាមប្រោសតាព្រានហ្នឹងគាត់ហ្នឹងបាញ់សត្វមកយោហើយបើសិនជាមិនប្រោសគាត់ទេបើជាតិក្រោយអត់បានមកមនុស្សទេដើរតាមទៅតាព្រានប្រមាញ់ហ្នឹងថាអញទៅជួបលោកសយបាញ់សត្វមិនបានសោះទៅជួបលោកហ្នឹងសយហ្មងសយឲ្យមិនសយទៅលោកជាដើរតាមដើរវិលទៅមកជួបលោកទៀតលោកហ្មងលោកនេះសយតែជួបលោកសយហ្មងការកណីហ្មងលោកឲ្យទៅជួបបាញ់សត្វមិនបានទេដល់អញ្ចឹងទៅលោកសួរលោកថាញោមឯងឈ្មោះអីខ្ញុំកណាឈ្មោះអរិយកៈប្រែថាម៉េចប្រែថាអ្នកប្រសើរប្រែថាអ្នកប្រពៃប្រែថាអ្នកមិនប្រព្រឹត្តអំពើបាបឯងមិនប្រព្រឹត្តទៅកាន់ធ្នូដើរបាញ់សត្វឈ្មោះហ្នឹងវាអត់ត្រូវរឿងហើយឈ្មោះអរិយកៈឈ្មោះអ្នកប្រសើរអ្នកល្អអ្នកមិនធ្វើបាបអាម៉េចបើធ្វើតែអំពើអាក្រក់អីចឹងនោះមិនត្រូវឈ្មោះឲ្យវាបានរឿងនិយាយតំណេះតំណាលគ្នាណាដល់តំណេះតំណាលលោកក៏បង្ហើបប្រាប់ថាមនុស្សយើងតែពេលកើតមកត្រូវតែស្លាប់ហើយតែស្លាប់ទៅតែអត់ទីពឹងអត់បានមកមនុស្សវិញទេដែលយើងបានមកមនុស្សប៉ុណ្ណឹងហ្នឹងវាអាស្រ័យយើងធ្លាប់មានបុណ្យពីមុនមកទេញោមនិយាយតាចឹងដែរដែលកើតជាមនុស្សរាល់ថ្ងៃហ្នឹងកុំភ្លេចថាមានបុណ្យពីមុនមកទេញោមចាំមើលវេនដែលគេចង់មកមនុស្សច្រើនណាញោមគិតមើលក្រងនៅប្រមាណទៀតសម្ោចនៅប្រមាណទៀតចាបនៅប្រមាណទៀតចលៀននៅប្រមាណទៀតសត្វលើគោកសត្វក្នុងទឹកនៅប្រមាណទៀតសត្វទាំងអស់ហ្នឹងក៏ចង់មកមនុស្សដែរហើយក្នុងនរកនៅប្រមាណក្នុងប្រែតនៅប្រមាណវាអត់ទាន់បានមកទេដោយសារបុណ្យវាមិនទាន់គ្រប់ហើយយើងបានមកមនុស្សដោយសារមានបុណ្យគ្រប់គ្រាន់ហើយឥឡូវបានមកមនុស្សហើយប៉ុន្តែទៅពេលប្រហែលអស់អាយុប៉ុណ្ណេះទៅត្រឡប់ទៅវិញលែងបានមកហើយអញ្ចឹងអ្នកដែលមកមនុស្សហ្នឹងទៀតទៅវាស្ទើបុណ្យទៅចោលយើងអស់តាំងពីជំនាន់ហូបបបរគុលជែកគុលលហុងមើមក្ដួចម្លេះហើយគេទៅចោលយើងអស់ហើយយើងចេះតែរស់ឆ្លងកាត់ប្រមាណជំនាន់នេះឆ្លងកាត់ក្របផ្លោងអាទេវាំងវីដាអេសសងអង្គឲ្យចេះរស់នៅទល់ថ្ងៃនេះអានឹងមកពីអីថាមកពីយើងនឹងវាមានបុណ្យជួយត្រត្រង់អញ្ចឹងតែមានបុណ្យជួយឲ្យរស់អញ្ចឹងហើយទៅដល់តែអត់បុណ្យអត់បានមកមនុស្សទេមិនអញ្ចឹងញោមតែអត់បុណ្យអត់បានមកទេឥឡូវនិយាយពីស្លាប់ទៅវិញបើថាមានបុណ្យស្លាប់ទៅកើតមកមនុស្សតែអត់បុណ្យទៅទេហ្មងហើយអញ្ចឹងគាត់នឹងដើរតែបាញ់សត្វមានទីពឹងអីនៅសោះហើយលោតែស្លាប់ពេលហ្នឹងទៅអត់បានមកទេបើអញ្ចឹងអាត្មាឲ្យធေါ်ទីពឹងមួយបើថាញោមឯងបានធ្វើបុណ្យនៃធំដុំយកតែ3ម៉ាតទៅទីពឹងហ៎ពុទ្ធាំងសរណង្កេឆាមិធម្មំសរណង្កេឆាមិសង្ឃាំងសរណង្កេឆាមិទិញតែប៉ុណ្ណឹងឲ្យទៅជាប់រហូតទៅក៏បានឋានសួគ៌បានមនុស្សដែរបើថាមិនបានធ្វើបុណ្យនៃធំដុំគាត់នឹងទិញឲ្យចាំប៉ុណ្ណឹងហ្មងអូបានបល័យប៉ុណ្ណឹងបល័យបកែណាបល័យទៅឋានសួគ៌បល័យមិនទៅនរកមិនទិញឲ្យចាំប៉ុណ្ណឹងវល់ល្ងាចបាញ់សត្វមិនបានក៏ឲ្យទៅនេះបានទីពឹងមួយអនាគតទៅកុំឲ្យវាកើតទៅនរកប្រែតដែរត្រឡប់ទៅផ្ទះវិញណាអល់ដងម៉ែក្មេកនឹងប្រពន្ធឃើញតែគាត់នឹងមកត្រេកអរចុះមកទទួលសត្វរែកមិនរួចថ្ងៃនេះមកដៃទៅទេម៉ែអើយគ្មានបានសត្វអីទេថ្ងៃនេះបានបល័យការពារយកមកជូនម៉ែឯងបានបល័យនឹងទៅមិនទៅនរកប្រែតទេម៉ែឯងបានទៅឋានសួគ៌បានមនុស្សហើយបានបល័យទីពឹងហើយសូត្រឲ្យម៉ែស្ដាប់ពុទ្ធទាំងសរណង្កឆាមិធម្មំសរណង្កឆាមិយីប៉ែនឹងខោញសពុទ្ធច្រត់ចកេះច្អល់មុខហ្មងណែអញមិនត្រូវការបល័យអីទេយកពីលោកណាមកទៅឲ្យលោកវិញទៅអញមិនយកទេទៅបើមិនឲ្យបើមិនទៅយកឲ្យលោកទេអញមកឡើងផ្ទះត្រូវតែបានសត្វឲ្យអញបើមិនយកបល័យទៅឲ្យលោកទេអញមិនឲ្យឡើងផ្ទះអញផ្ដាច់កូនចេះយកទៅឲ្យលោកវិញភ្លាមត្រឡប់ទៅវិញហើយស្វែងគុំនៃគុណអើយម៉ែក្មេកមិនយកទេថាឲ្យយកមកប្រគិននៃគុណវិញលោកថាអាត្មាឲ្យគេបានបល័យនឹងប៉ុន្តែដល់ឲ្យយកវិញយកអត់បានព្រោះបល័យនឹងមិនមែនបល័យអាត្មាទេបល័យព្រះបើចង់ឲ្យវិញគ្រាន់តែយកទៅឲ្យព្រះបានបើអញ្ចឹងអាម៉េចម៉ែខ្ញុំថាបើមិនឲ្យវិញទេគាត់មិនឲ្យឡើងផ្ទះទេបើអញ្ចឹងប្តីប្រគុណថាមានព្រះឯណាទៀតហើយតោះយកទៅឲ្យព្រះបានចុះព្រះនៅឯណាអានោះនៅវត្តចេតពុននោះចេតពុននៅឯណាចោលផ្លូវឲ្យទៅនឹងដើរយកទៅជួបព្រះហើយយកបល័យទៅឲ្យព្រះដើរកាត់ព្រៃ
បាត់តែហេតុចម្លែកដែលកើតមាននៅលើដីយើងនេះសូមបញ្ជាក់ញោមញាតិថានៅលើផែនដីហ្នឹងគឺកំណើតប្រែតរាប់លានពូជនៅលើដីហ្នឹងយើងហ្នឹងសិក្សាពីប្រែតឲ្យមែនតែនទៅពពួកប្រែតពពួកអសូរកាយពពួកព្រាយពពួកបិសាចអមនុស្សនៅលើដីជាមួយយើងនឹងដែរច្រើនណាស់ប៉ុន្តែយើងមើលមិនឃើញពេលព្រោះវាមិនមែនជាកំណើតមនុស្សវាជាអតិសមានកាយមានកាយមិនប្រកបប៉ុន្តែវាមានចិត្តវិញ្ញាណមានជីវិតដែរនៅលើដីយើងនឹងពេលណាបង្ហាញខ្លួនឲ្យយើងឃើញយើងរត់ប៉ះកញ្ញាមិនថាខ្មោចឡងតាមពិតមានខ្មោចអីឡងខ្លួនវាអាក្រក់អញ្ចឹងស្រាប់ហ្នឹងគាត់ឲ្យវាបង្ហាញស្មោះត្រង់ឯងរត់ចង្ងប់ស្មានថាខ្មោចឡងវាអត់ឡងយើងទេប៉ុន្តែវារូបរាងអាក្រក់ថ្ងៃហ្នឹងគេចង់បំភ្លឺគាត់ហ្នឹងនិស័យរបស់គាត់វាដល់គេបង្ហាញឲ្យឃើញឲ្យហាយផ្លូវហ្មងដើរទៅស្រាប់តែឃើញពួកស្រីមកក្រុមអត់មានខោអាវស្លៀកតាមពិតប្រែទេយកអាសក់ហ្នឹងមកក្របទៅដល់ជុំវិញខ្លួនហើយក៏សួរនាំថាឯងទៅណាថាខ្ញុំយកបល័យទៅថ្វាយព្រះបើណែទៅជួបព្រះសួរខ្ញុំផងហេតុអីក៏បានខ្ញុំកើតមកជាតិហ្នឹងមានបាយហូបដែរប៉ុន្តែអត់មានខោអាវស្លៀកសោះពេលដែលខ្ញុំឃើញខោអាវយកមកដាក់លើខ្លួនអាលៀកតែហ្មងឆេះតែហ្មងក្តៅគាត់នឹងទទួលបញ្ញាប៉ុណ្ណឹងដើរទៅទៀតឃើញមនុស្សមកក្រុមកាប់គ្នារហូតប៉ុន្តែតាមពិតពួកវិជាធរកាប់គ្នានឹងកាប់មួយអាទិត្យបានឈប់ម្ដងដាំបាយស៊ីជាមួយគ្នាវិញដែរហើយស៊ីហើយកាប់ឆ្លោះគ្នារហូតទៀតដល់តែឃើញបរោះហ្នឹងទៅក៏សួរនាំថាបើឯងទៅព្រះអញ្ចឹងសួរផងថាខ្ញុំជាតិមុនធ្វើកម្មអីបានជាតិហ្នឹងគេឲ្យជួបគ្នាកាប់តែគ្នាអញ្ចឹងហើយដល់តែផុតពីហ្នឹងទៅដាំបាយស៊ីបានតែមួយថ្ងៃហើយកាប់គ្នាមួយអាទិត្យអាហ្នឹងសិតតែពួកមនុស្សដែលយើងមិនឃើញហ្នឹងគេឲ្យឃើញដើរទៅទៀតស្រាប់តែជួបតម្រៃមួយស្គមមកក៏ប្រឹងស៊ីស្មៅអត់កើតស៊ីស្លឹកឈើអត់កើតស៊ីបានតែបលាហូរមាត់ឲ្យលហាចតែស៊ីស្មៅស៊ីស្លឹកឈើវាក្តៅក្រហល់ក្រហាយក្នុងពោះហើយដល់តែពេលដើរចេញពីហ្នឹងទៅទៀតទៅជួបពស់ថ្លាន់មួយប្រហែលជាប្រប៉ុណ្ណឹមស្គមស្បែកទៅដល់ឆ្អឹងដេកខ្វិននៅលើតបោកដើរចេញពីហ្នឹងទៅទៀតទៅដល់ជួបកូននគរស្ដេចត្រាញ់មួយដែលមានស្ដេចសោយរាជនៅនឹងដែរប៉ុន្តែស្ដេចនឹងសួរថាខ្ញុំنےប្រាប់ថាខ្ញុំនឹងមួយឆ្នាំត្រូវទៅរត់កន្លះខែទៅ2ខែចេញពីនគរបើមិនអញ្ចឹងឯងកើតចង្រៃអត់តបាត់ក្តៅក្រហាយពេញនគរមិនដឹងថាមកពីកម្មពីអីណែឯងចាំសួរព្រះឲ្យផងហើយចុះគេដឹងថាព្រះទ្រង់ញៀនដឹងគេផ្ដាំសំណួរច្រើនណាឯនេះទៅដល់កន្លែងព្រះស្ដាប់ធម៌ទេសនាថាយកបល័យមកថ្វាយព្រះមកដល់ព្រះអង្គសម្ដែងឲ្យស្ដាប់បន្ថែមទៀតអាឡ័យស្ដាប់យូរព្រោះដឹងថាកើតជាមនុស្សហ្នឹងគេហៅញោមគេហៅថាមនុស្សមាន4 5យ៉ាងមនុស្សស័កមនុស្សសោមនុស្សធម្មតាមានន័យថាកើតជាមនុស្សមានធម៌មនុស្សនឹងខ្លួនជាតិក្រោយមនុស្សទៀតមនុស្សសដេរឆានណោកើតជាមនុស្សប្រព្រឹត្តធម៌ដោយដេរឆានអនាគតទៅដេរឆានវិញហើយបានគេហៅថាមនុស្សសដេរឆានមានន័យថាមិនដឹងម៉ែមិនដឹងឪមិនដឹងត្រូវមិនដឹងខុសមិនដឹងទោសមិនដឹងគុណហ៊ានប្រមាថកើតទានអ្នកមានគុណអីចឹងទៅមនុស្សនឹងដោយសត្វដេរឆានដែរអនាគតទៅដេរឆានបានគេហៅថាមនុស្សសដេរឆានឲ្យហើយទៅមនុស្សទេវមនុស្សមានធម៌ដោយទេវតាចេះស្រឡាញ់ចេះអាណិតសណ្ដោសចេះជួយមនុស្សផងគ្នាហើយមនុស្សហ្នឹងឯងកើតជាមនុស្សរូបឆោមលោមពណ៌ជាមនុស្សកាន់ធម៌ដោយទេវតាអនាគតទៅទេវតាបានគេហៅថាមនុស្សទេវឲ្យហើយមនុស្សសប៉ែតតោមនុស្សជាប្រែតខ្វះរហូតដូចប្រែតចឹងដែលមានអីស៊ីគ្រប់មនុស្សនឹងចឹងដែរកើតជាមនុស្សឲ្យដាំតែពុយខ្វះលួចតែគ្នាឯងបេះបោយូតាំងពីរបស់ម៉ែរបស់ឪមិនຕົកដែររបស់បងរបស់ប្អូនចេះតែបេះចេះតែបោចេះតែលួចចេះតែឆក់ចេះតែប្លន់ធ្វើបាបតែគ្នាឯងចឹងពេកទៅវាដាំពុយខ្វះទៅគេឲ្យទៅកើតកន្លែងខ្វះដល់តែមនុស្សមួយទៀតគេហៅថាមនុស្សសេនេរយិកោមនុស្សនឹងខឹងរហូតក្តៅក្រហាយណាស់មិនថាម៉ែមិនថាឪឲ្យទៅទើសដៃវាយទើសជើងទាត់ជើងហើយមិនដែលសបាយមិនដែលមុខអញញឹមគេទេមុខដឹងតែក្រហមរហូតដឹងតែក្តៅក្រហាយហើយបន្ទុះសារាយសពបែបយ៉ាងអញ្ចឹងមកពីគេនឹងចូលចិត្តក្តៅគេឲ្យទៅកើតកន្លែងក្តៅគឺកន្លែងឆេះគឺកន្លែងនរកអញ្ចឹងគេហៅនឹងគេត្រៀមឲ្យហើយដល់គាត់នឹកឃើញអញកើតមកមនុស្សគេដែរអញ្ចឹងគួរតែជាតិក្រោយមនុស្សទេវតាបើអញ្ចឹងមិនបាច់ទេម៉ែក្មេងមកឲ្យឡើងហើយទៅស្ដាប់ធម៌ថ្វាយខ្លួនជាបាសក់ហ្មងប៉ុណ្ណឹងធ្វើបាបក្មេងមកច្រើនហើយដែរតែមកប៉ុណ្ណេះឥឡូវចិត្តដល់ថ្ងៃស្លាប់ទៅវិញហើយនៅធ្វើប្រហែសទៀតវាមិនបានមកមនុស្សទេវតាប៉ុណ្ណឹងបានណាថ្វាយខ្លួនជាបាសក់ម៉ែក្មេងមកឡើងផ្ទះហើយទៅមិនបាច់ទៅទេវាយខ្លួនជាបាសក់កាន់សិល5យកអាសំណួរនឹងមកសួរព្រះបានព្រះអង្គសម្ដែងប្រាប់ទៅក៏យករឿងនឹងមកប្រាប់ដល់អ្នកដែលផ្ញើទាំងប្រមាណមានសេចក្តីអញ្ចេះអ្នកប្រែតមួយដែលកើតមកមានបាយស៊ីប៉ុន្តែខ្លួនអត់មានខោអាវស្លៀកពីជាតិមុនលួចខោអាវគេ
nâng lên từ bóng vô lẹ lên nhé lên sao đó là du tới kia rồi mình khơi vô men ten và đào tới sầm mai bị đám mình sầm bầu đây là lư ấy thì món ban ai mũi thấp bài khuôn ai anh phò hay chẳng tới là lư vừa cào máu ọt miên khó ai thế cào chỉ prai nâng vô là bo về nâng đó là về bàn khó ai mà đã lừa luôn khá đào mong đó là mà cào chia mình nút khó ngay ban ai tham anh kia tít mình nút bài nâng ai để bàn bài hôm nâng mau vì ngày mũi ban đại trình hành lục mà đong nè ban hà tập hôm cái đài nâng nhưng thằng nâng nhạc luôn prớt vài luôn ta là còn nâng che pe để tập lọp màu nâng mà chụp đại tránh nâng môn kế vô rương ra mà prap đại tránh nâng tiết tha lục đại che tập rốt mà chi năm nâng bị triệt môn che lục chi nhẹ thưa chùm ca còn nâng nhẹ thưa chùm ca hối thò mà đa dương tập đột pri dương tập cặp đấy dương Somalia dương mình đột bọc kê đấy nó nhôm ná đột tập pri đấy với sạt tàng lai chia tranh sạp pe sạt ta về riêng tập khai hàn tao anh đột pri thế anh đột sạt ấy thế chia tranh với ấy là chẳng tới bây giờ ấy thì che bọc ấy coi dương mình miền chơi tà na đây nè tập chua đây tập cặp đây ấy coi chẳng đây nè bo bọc pin piêng nè bo bọc cái đi lơ la chăn lơ con lô coi chẳng đây còn khai ba bấy bo tranh tới tầm mình bo thử tu thằng bờ song thằng bờ sọ năng ai hãy bài chẳng thế còn tăng chất thà bo bọc kê tăng chất thà bo sầm ram sầm ad vót sầm ad ram bây đây đi chẳng kê tay tập na chẳng ai còn năng ọt tới tập đột pri rồi phải mát lơ sát đột mìnhได้cheพิจารณาใส่เมตาดอสัตดดเอาสัตเช่ได้ก็ให้รอละชนะบ้านจะไปกรรมเปียถือโคลนไอมาชนะรถมาดองจังยงเห็นไหมđó là con sẽ đạp tới con trẻ thắt vài khuôn ai bơi chẳng này mà thôiจะได้มาดองจ้ะnhóm điệp cầu nào bàn cầu say pi điệp ao từng pi nâng tới con vài khuôn căn sa lô bao sọt bật đào tới ở con nâng thôi đại trành nè mày mình màu làng tiệp đại con chóm đại chân pi nè bánh săn một căn chỉ pui sẽ đại từ mỏng chóm mà kia bò con đây trao từ tôi cho con mi hay chẳng anh nhôm nè mơ đó là bàn chẳng hỏi do rương từ prap tiết bàn thì sẽ đại trành hỏi do rương từ prap đó là nè cặp khniท่านไอ้นั่งไปเชียร์มนนั่งเก็บบางสัตว์เอาชกมาตัดมาดองโดยสอบทางไงนี่โปรตีนเยอะด่าทางไงเศร้าขนมโปรตีนนั่นคือไงชกสำราคือไงเทอร์บอลเชียร์ดิสาคาโบเชียร์เมียคาโบเชียร์โจชน้ำรอดนะจะเอาชกต่างอ้อต่างสลาต่างกางเงี้ยกรุบกระสวงดำใบเอาเยอะไม่เอากาเทอร์บอลปันไหนยังอดซอชกบ้านบุญนี้ดาเลนมาดาวเดี๋ยวเพลงนักทางไงกับนาเปรี้ยชกตั้งนมเนี่ยมาเทอร์บอลหน่อยอดนักเขินชกแต่ดาเลนอ้อไอ้ไงโจชนำจุ่มบันแกเอายังมาจุ่มไม้จุ่มเอาจุ่มใบจุ่มตักนมอย่างนี้ไอ้ออดจุ่มเนี่ยตามปอบัดจุ่มตามตูระซับซัวเนี่ยซัวแต่ไงนั่งตะดาเลยอย่างน่าใส่ตะดาเลยอย่างน่าออดเมียนทับบานตือวอดนาบานจุ่มไม้ให้เนื้อดำใบทลอจุ่มไม้นั่งออดซออันนั่งให้ได้ไปเรื่องแบบประข้อเมาไปยืงนั่งแบบคว้ากาตะดับทอนยังไงดอลจังอะโยมเยียดได้แกเอาชบเทอร์บอลเนี่ยมาครอมเนื้อกอดออดเทอร์ดิธรรมามันกลัวสำได้เนี่ยคลายปากเปียเป็นเรื่องนั่งเบียนขนมเรื่องไอ้โยมนะกอดนั่งกอดประจุลม้วนตังเอาไปขมิ้นแล้วจักแต่มองอดรอซัลขมายยืงทวนจังก็ชบรอซัลรอตีนนะแต่กอดนั่งอดดอลแต่รอดนายจะเอาชบสำราญมาไงเทอร์บอลกอดชบเกยได้ปะนะมันเทอร์บอลได้กอดชบกอดดำใบสีเด็กเนี่ยกอดจังเตอบ้านชีวิตกรรมเปลี่ยนนั่งการมาแกเอากับเนี่ยละโหดมาซัลแกเอาชบมาดองมาตัดแกเอาชบมาดองนั่งไอ้กอดดังชบาหันจังกอดแรงกับเนี่ยถวายคล้วนชีบริวาบ้านอัปรัดนั่งก็บริวารได้มาเพียบดอลตำไรตำไรนั่งจิตมุนจิเนี่ยกัดขดายเกยเอาแต่นั้นเอาเลยชนิดหาตังเอาแต่เอาเลยมุนเกยเชิญเกยดังอ่ะชนิดรถละบัดใหญ่โตละชนิดหาบ้านมันบิดบัดกันไปเรื่องเตยไปเรื่องคอปังไว้ปังว่าจอล้างทะเลนรุทะเลปลายอ้อรอบเลียนชนะไหมเนาะลางปีนรุปีปลายมาการจิตสัตว์ตำไรนั่งซีละบ่อยละอมบ้านซีบ้านแต่ปลาจะไงดอลเลยยี่ปีปัวทลันนั่งกิทาเสร็จไทยไปเชียนมนน้อยนั่งโนไปเชียนมนเจเสร็จไทยปนกรนั่งมันเชื่อบอลมันเชื่อบาปไอเต้กอดกอบกับนอบตกกอดท่าบ่อันสลับเต้อันกายกับนอบอันนั่งอันกาดมาเว้นบานเสร็จไทยไปง่ายอัดบัดเถือบอลดอลตะเวจามแต่กับนอบนั่งสลับเต้มนุษย์ยังแต่การเชียมนุษย์อาศัยบอลดอลแต่อดบอลเมียนบานมนุษย์ไอ้กับนอบวิมันบานแมนปนไปอดเมียนบอลเจอการมนุษย์กอดการจีปัวทลันได้ขวัญเนื้อเลือกับนอบนั่งประดาวเต้ดอลแต่มันอยู่ประมาณทลันน้องเวงงอบเต๋อสดายนั่งอันนั้นนะแต่กับแต่โบกนั่งเมื่อเคยซอดแต่กับนอบเมียไปไกลกองแมนก็เทอบอลเอาทลันนั่งเต๋อให้ยอกับนอบตรอบนั่งยอมาทายอาซาตกมาให้โยมใครไหนกูเอาสังเวชนะ
បើកុំតាបានស្ដាប់ធម៌មិនដឹងថាគាត់នឹងប្រព្រឹត្តដល់ណាទេប៉ុន្តែដោយសារបានស្ដាប់ធម៌ធ្វើឲ្យមនុស្សចេះបែរមករកផ្លូវត្រូវច្រើនអញ្ចឹងហើយបានជាក្នុងប្រទេសកម្ពុជាយើងទទួលយកពុទ្ធសាសនាមកគោរពបប្រតិបត្តិមានបុណ្យឲ្យមានសម្ដែងធម៌ទេសនាអញ្ចឹងដូចជាក្នុងបុណ្យនេះហៅថាបុណ្យខួបពាក្យថាបុណ្យខួបមកពីយើងនឹងវាចេះតែនឹកឧបមាថ្ងៃអាទិត្យដល់ថ្ងៃអាទិត្យវិញមកខួបថ្ងៃសៅរ៍ដល់ថ្ងៃសៅរ៍វិញមកខួបខែពិសាខដល់ខែពិសាខវិញមកខួបខែចេសដល់ខែចេសវិញមកខួបខែស្រាបឥឡូវថ្ងៃសៅរ៍ខែស្រាបមកដល់ថ្ងៃស្រាវខែស្រាបវិញនឹងមកខួបទៀតអញ្ចឹងមកពីអីមកពីកូនចេះតែចាំហើយបើកូនចេះតែចាំនឹងមានន័យថាកូនមានធម៌កតញ្ញូដល់គុណឪពុកម្ដាយហើយនឹកដល់គុណឪពុកម្ដាយបានជាធ្វើបុណ្យនឹងកើតអានឹងខួបណាវិលមកដល់កន្លែងដែលញាតិញោមមកបើនឹកដល់អញ្ចឹងធ្វើបុណ្យឲ្យម៉ែឪនឹងគ្រាន់ហើយខ្លាចតែនឹកដល់ហើយមិនបានធ្វើពេលព្រោះថាយើងនឹកអាណិតម៉ែអាណិតឪណាស់ចង់ជូនបាយជូនទឹកចង់ជូននំចំណីដល់គាត់ប៉ុន្តែមិនដឹងហុចតាមណាទេបើគាត់នៅរស់ទៅមាត់នៅចំហពងកនៅឈរដៃនៅត្រូវទទួលកាន់កាត់យើងចេះតែហុចចេះតែជូនទៅគាត់ទទួលផ្ទាល់បានមិនអញ្ចឹងហើយដល់គាត់ស្លាប់បាត់ទៅហើយហុចតាមប្រឡោះណាបានប្រពុតជាម្ចាស់ទ្រង់ត្រាស់តែតេខេណាំងអនុបតិសាមិតេខេណាំងអនុបតិសតិលុះណាតែកូនចៅនៅរស់រៀនមានជីវិតនឹងធ្វើតេខេណាំងអនុបតិនុទិសឲ្យទៅបានផលដល់គាត់រឿងវាមានអញ្ចឹងកន្លងមកគេអត់ដឹងពីដើមមកគេអត់ដឹងថាធ្វើបុណ្យឲ្យម៉ែឪអញ្ចឹងវាមានរឿងមួយនៅក្នុងសកេលកៈសោតបៃដកខ្មែរយើងហ្នឹងមានពីដើមគេមិនទាន់ធ្វើបុណ្យឲ្យម៉ែឪទេតាម្នាក់ហ្នឹងក៏ផ្ដាំកូនកូនអើយកូនអញស្លាប់ទៅកូនឯងថ្វាយអង្គមទិសទាំង6ណាកុំភ្លេចឲ្យសោះផ្ដាំកូនរួចស្រេចគាត់ក៏ស្លាប់ទៅកូនកាលណាបើនឹកបណ្ដាំរបស់គាត់ហើយថ្វាយអង្គមមែនក្រោយពីឪពុកស្លាប់ទៅហើយថ្វាយអង្គមទិសទាំង6រាល់ថ្ងៃមិនថ្វាយនៅផ្ទះហ្នឹងទេចេញទៅក្រៅភូមិឯណោះថ្វាយពីជើងពីត្បូងពីលិចពីកើតរាល់ថ្ងៃអញ្ចឹងទៅត្រង់ឪពុកអត់អីហូបមិនដឹងទេដឹងតែថ្វាយអង្គមទេដល់ថ្ងៃមួយប្រពន្ធយើងមកបិណ្ឌបាតមកដល់កន្លែងហ្នឹងជួបតងសួរថាណែបរោះមាននប់ណែងមានមុខតទឹកជោកមានសក់តទឹកជោកខោអាវតទឹកជោកហើយណែងមកធ្វើអីទីនេះថាខ្ញុំមកថ្វាយអង្គមទិសទាំង6ហើយអាម៉េចបានជាថ្វាយអង្គមថាមកពីខ្ញុំនឹងគោរពកាន់តាមពីឪពុកខ្ញុំមុននឹងស្លាប់ទៅផ្ដាំថាឲ្យខ្ញុំថ្វាយអង្គមទិសទាំង6បានខ្ញុំមកថ្វាយអង្គមតាមហ្នឹងអាហ្នឹងគោរពតាមពីឪពុកហើយបានប្រពុតទ្រង់បំភ្លឺប្រាប់មនាលមាននប់នៅក្នុងសាសនាតថាគតទិសទាំង6មិនមែនគេថ្វាយអង្គមអញ្ចឹងទេទិសខាងកើតប្រៀបដូចជាទិសមេត្តាបិតាទិសខាងត្បូងប្រៀបដូចជាគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទាសកម្មករបើថ្វាយបង្គំទិសខាងកើតមានន័យថាទិសឪពុកទិសម្ដាយបានន័យថាបើកូនបើម្ដាយនៅរស់រៀនមានជីវិតយើងជូនបាយជូនទឹកបម្រើគាត់ទៅបើគាត់ស្លាប់ទៅហើយឲ្យកូនធ្វើបុណ្យឲ្យគាត់ហើយទិសខាងត្បូងចេះដឹងពីគ្រូណាមកយើងជូនបាយដឹងគុណគាត់ទៅហើយបើគាត់ស្លាប់ទៅហើយធ្វើបុណ្យជូនគាត់ដែរអាទិសខាងលិចក៏អញ្ចឹងដែរបើប្តីស្លាប់ទៅនៅប្រពន្ធបើប្រពន្ធស្លាប់ទៅនៅប្តីជួយអនុគ្រោះគ្នាហើយទិសខាងជើងហ្នឹងមិត្តភក្តិគ្នាធ្លាប់កំសត់កំដរជាមួយហើយបើគ្នានៅរស់ហុចបាយហុចទឹកឲ្យគ្នាបើគ្នាស្លាប់ហើយចូលបន់គ្នាផងហើយខាងលើសាមណៈព្រាហ្មណ៍ដូចជាលោកតាភិក្ខុអង្គសាមណេរអង្គណាអញ្ចឹងដែលយើងធ្លាប់គោរពឯទិសខាងក្រោមជាទាសកម្មករយើងហើយយើងជួយទៅបើគ្នាស្លាប់ជួយតាមបែបស្លាប់គេថ្វាយអង្គមឲ្យចេះសោះឯងមិនដឹងរឿងពិតទៅថ្វាយអង្គមមែនតែនត្រង់ឪពុកនោះកើតជាស្អីអត់អីហូបអត់គិតអត់ដឹងកុំតែបានប្រពុតបំភ្លឺប្រាប់ទេប្រពុតបំភ្លឺនៅក្នុងធម៌ថាឪពុកម្ដាយផ្ដាំនឹងមានន័យថាគាត់មិនអាចនៅថែរក្សាកូនរហូតទេប៉ុន្តែបើកូនកាន់ធម៌គាត់ទាំង6នឹងបានដូចឪនៅថែកូនអញ្ចឹងកុំឲ្យកូនប្រព្រឹត្តអបាយមុខទាំង6យ៉ាងគឺលបែងស្រីលបែងស្រាលបែងពាលាភ្នាល់គ្នាដើរលេងហួសពេលវេលានិងសេចក្តីខ្ជិលច្រអូកុំប្រព្រឹត្តអា6ហ្នឹងហើយបើកាន់បានកុំប្រព្រឹត្តអា6ហ្នឹងប្រហែលម៉ែឪនៅជាមួយដែរថែអាសាទ្របកូនឯគង់វងព្រះអង្គលើកពីទោស6យ៉ាងទៀតថាអ្នកដើរលេងយប់មានទោស6
ដើរលេងយប់មានទោស6ទៅជន់ដានចោលទៅឆ្លងរោគទៅបង្កើតចំនួនទៅបង្កើតអសន្តិសុខនាំទុកមកដល់គ្រួសារអញ្ចឹងទៅណាញោមណាប្រព្រឹត្តខ្ជិលចោលមានទោស6ខ្សែគប់មិត្តដើរលេងលបាយនេះលបាយនោះមានទោស6សពគ្រប់អញ្ចឹងអានឹងបើយើងកាន់ធរនឹងបានដូចម៉ែឪនៅថែអាសាទ្រព្យសម្បត្តិមិនបាត់មិនបងឯងនេះមិនដឹងរឿងពើតែពីថ្វាយអង្គមមែនតែនបានព្រះអង្គបញ្ជាក់ពីថ្វាយអង្គមទិសខាងកើតបើម៉ែនៅរស់រៀនមានជីវិតទៅផតោនេសង្ករេសាមីគាត់ធ្លាប់ចិញ្ចឹមយើងចិញ្ចឹមទំនុកបំរុងគាត់កិច្ចចាំងនេសង្ករេសាមីបើគាត់មានកិច្ចរវល់អីមួយយើងទៅជួយកិច្ចការនោះក៏ระวังសង្កបេសាមីប្រតិបត្តិថែរក្សាពូជពងវងតកោរបស់គាត់កុំឲ្យខ្ចាត់កុំឲ្យបាត់កុំឲ្យបងទាយាចាំងបដិបជាមីប្រតិបត្តិឲ្យល្អទទួលយកមរតកគេអកពីគាត់នោះកុំឲ្យគាត់នឹងខំរកទទួលទានបានមានទ្រព្យសម្បត្តិហើយស្រាប់តែកូនចៅបង្ហាញបង្ហើយអស់របស់គាត់នោះបាត់គេបាត់អកអ្នកខ្លះខូចទាំងតែកូនគេថាអានេះអង្កាលម៉ែអង្កាលឪវានៅគ្រាន់បើដល់អត់ពីម៉ែពីឪវាទៅវាមិនស្គាល់អញជាឪពុកធំអញជាម្ដាយធំសោះដើរក្បែរអញពើងទ្រូងដាក់គ្មានចេះគោរពអីបន្តិចនេះវាខូចពូជខូចម្បោអស់ហើយចឹងអាតួនាទី4ហ្នឹងគាត់នៅរស់ឲ្យយកបើគាត់ស្លាប់ទៅយើងធ្វើម៉េចព្រះអង្គថាតេខេណាងអនុបតិសតិឲ្យកូនចៅធ្វើតេខេណានុបទានឧទ្ទិសឲ្យបើកូនណាបានធ្វើនឹងឲ្យថ្វាយអង្គមចំហ្មងឥឡូវយើងនេះនឹកឃើញខ្ញុំគាត់ដែរបើកុំតែពុទ្ធប្រាប់អត់សោះរឿងរ៉ាវហ្នឹងបានជាវាមានមកអញ្ចឹងដោយសារកំណើតអត់ទៀងកំណើតឪពុកម្ដាយយើងដើម្បីចិញ្ចឹមកូនឲ្យរស់រៀនមានជីវិតតើគាត់ធ្វើអ្វីខ្លះឪពុកខ្លះម្ដាយខ្លះទៅកើតប្រែតខ្លះទៅកើតនរកដោយសារអីដោយសារតែកូនកាលពីរស៊ីចិញ្ចឹមកូនហ៊ានកេងហ៊ានកັບហ៊ានលឹបហ៊ានខងវាយបដកគូតកំប៉ុងបតោងពលើភ្នែកជីងពូតគេកុហកគេមិនបាត់គេមកកាក់មកចាប់មកសេនក៏ហ៊ានដែរនរកប្រែតអាម៉េចនរកប្រែតទៅឲ្យតែបានលុយមកចិញ្ចឹមកូនអត់គិតទេសម្ោចសង្អាក្អែបខ្ទួយវាលើខ្លួនកូនអាបាក់ថ្មិញអស់អាម៉េចក៏ដោយមកឲ្យឯងវាលើទេចង់ខំកូនអញឲ្យចាប់កញ្ញិតចោលឲ្យអស់ហ៊ានធ្វើបាបសពយ៉ាងកូនបាក់ដៃបាក់ជើងគេថាទេតលតានេះបុកជាមួយអានោះយកបិទបានជានរកណានៅម្ដុំទៅឲ្យតែកូនអញជាបុកឯងបិទឯងភ្លាមសពបែបយ៉ាងដើម្បីចិញ្ចឹមកូនម្ដាយឪពុកតស៊ូយ៉ាងណាខ្លះលំបាកយ៉ាងណាខ្លះធ្វើអំពើបាបយ៉ាងណាខ្លះហ៊ានលក់ហ៊ានដូរហ៊ានបង្រាត់ហ៊ានបង្រាស់សត្វទាំងរស់អីសពបែបយ៉ាងដើម្បីយកលុយយកកាក់ចិញ្ចឹមទំនុកបំរុងកូនអត់ទេកាត់គេកាត់ខ្មាស់អស់ហើយកាលពីដើមចេះខ្មាស់ចេះអៀននៅកណ្ដាលចំណុំមិនហ៊ានស្រេចអាឡេអាឡូដល់តែពេលមានកូនទៅកូនយំហ៊ានបំបៅកូនកណ្ដាលចំណោមហ៊ានច្រៀងបំពេកូនទៀតរហូតឧបមាបន្តិចទៅចោះទៅវត្តចឹងអីស្រាក់ពេញទៅមកវិញក៏ពេញទៀតមិនបាច់ខ្មាស់គេទេដើម្បីបានសល់បានកូនខ្លះមកបនគេអីចឹងជួនកាលឃើញបបរគេឆ្ងាញ់នឹកប្រូចទៅដល់កូនในផ្ទះភ្លាមបច្ចេមួយចានតាមចការជែកយកទៅផ្លិចយកចានមកវិញទល់ថ្ងៃនេះវាមិនចង់បានទេចានមួយក៏ប៉ុន្តែវាយូរថ្ងៃទៅខ្មាស់គេទុកតែហ្មងទៅដោយសារតែកូនម៉ែឪហ៊ានធ្វើអំពើសពបែបយ៉ាងតើគាត់ស្លាប់ទៅឯណាជួនកាលទ្រព្យសម្បត្តិរបស់ដែលគាត់ខំប្រឹងរកនោះគេបបួលធ្វើបន់ធ្វើមិនកើតទេខ្ញុំទុករៀបកូនចែកគេឲ្យកូនគេបបួលទៅសល់ទៅឯណាកូននៅតូចណាស់ចាំរៀបកូននោះចាំចូលសិលគេបបួលចូលបន់នេះកសាងនោះកសាងអីជាពាក់ថ្លៃពេទ្យកូនឈឺសងមិនទាន់រួចផងអីចឹងយើងឃើញថាគាត់បានបន់មែនហើយក៏ប៉ុន្តែបានបន់តែមួយបែបក្នុងការចិញ្ចឹមកូននឹងឯងវាជួនកាលវាទៅជាបាបជាពាក់ជាប៉ិនចិត្តទៅវិញអត់បានធ្វើបន់សម្រាប់ខ្លួនគាត់ទេអីចឹងដល់គាត់ស្លាប់ព្រុសទៅនរកទៅប្រែតមានមកសន្ធឹកទ្រព្យសម្បត្តិនៅដៃកូនហើយខ្លះមករណាញោមមករកកូនបើបានកូនភ្ញាក់លឹកចេះធ្វើបន់អញ្ចឹងផងគ្រាន់កូនខ្លះអត់ទេមកអញ្ចឹងទៅកាលពីម៉ែឪស្លាប់ហ៎យំកដោចកដែងណាម៉ែអើយឪអើយមិនគួរណាស្លាប់ចោលកូនទេកូនបានម៉ែជាទីពឹងបានឪជាទីពឹងធ្លាប់ឃើញម៉ែព្រឹកល្ងាចឥឡូវអត់ពីម៉ែទៅកូនអស់ម៉ែហៅគេហើយអស់ឪហៅគេហើយសើយំណាឃើញគេហែសពម៉ែទៅកប់ទៅបញ្ចោះទៅបូជាឯងយំបោកខ្លួនរហូតដួលសន្លប់ស្វាងតែយំមួយខែពីរខែមួយឆ្នាំពីរឆ្នាំស្បត់មិនដែលឃើញបាំងស្គលឲ្យម៉ែម្ដងមិនដែលឃើញធ្វើបន់ឲ្យម៉ែម្ដងដឹងជាស្រឡាញ់អីទេយ៉ាងនោះម៉ែនោះខំមករកកូនឃ្លានពេកមករកកូនមានក្នុងគម្ពីរ3ដកភាគ56មករណាញោមដើររកកូនឃើញទៅជួនកាលទៅកូនខ្លះគេមិនបានធ្វើបន់ឲ្យគេរកស៊ីមានបានគេគិតតែពីជប់លៀងហឺហាថាគ្នាគេប៉ាវលិចប៉ាវកើតអាយនេះស្គាល់តែអត់ដល់តែយ៉ាងហ្នឹងញោមមើលគាត់កំណើតគាត់អត់គាត់ទៅលិតខ្ទុះលិតកំរុងលិតសាសពលិតម៉ូតលិតលីមួលិតទឹកមាត់លិតកំហាលិតសបោទៅតាមកម្មពីឯនោះហើយយើងថាយំបោកខ្លួនស្រឡាញ់ម៉ែស្រឡាញ់ឪណាស់នោះមិនក៏បដឲ្យគាត់មកលិតខ្ទុះលិតឈាមអញ្ចឹងទៅវិញ
ហើយបើស្រឡាញ់ធ្វើម៉េចបើស្រឡាញ់ធ្វើបន់ឲ្យដូចគេថ្ងៃហ្នឹងទៅបានឈ្មោះថាស្រឡាញ់ម៉ែស្រឡាញ់ឪហើយបើមិនដែលអើពើផងមិនដឹងថាស្រឡាញ់តាណាចូលឆ្នាំក៏មិនឃើញភ្ជុំក៏មិនឃើញបាំងស្គលក៏មិនឃើញគេឃើញម៉ែឃើញឪមកអើយល្អណាស់ចូលឆ្នាំម៉ែក្មេកឪក្មេកដេញណានាងអាវ៉ាទៅផ្ទះបាំងស្គលទៅជូនមេដាបៃតាមកហើយបានប្រពន្ធស្រុកឆ្ងាយមកផ្ទះមកដល់ពឹបថ្ងៃនេះពួកម៉ាក់គេហៅទៅឯណោះថ្ងៃនេះពួកម៉ាក់គេហៅមកឯណេះស្អែកទៅឯណោះក៏ទៅចូលឆ្នាំ3ថ្ងៃអត់បានទេបាំងស្គលឯវត្តក៏មិនបានទៅនៅផ្ទះក៏មិនបានអាលុយនឹងអស់បាត់ហើយស្អែកត្រឡប់ទៅវិញហើយហើយបើអញ្ចឹងសង្ឃឹមអីទៅញោមថាម៉ែស្លាប់ទៅក៏ស្លាប់ម៉ែនៅរស់អញ្ចឹងទៀតជួនកាលថាមកជូនម៉ែបាន2-3ម៉ឺនម៉ែឲ្យពរឲ្យហូហើយម៉ែឃើញកូនមកជុំគ្នាអញខំមុនលោកបាំងស្គលធ្វើបន់ឲ្យជុំគ្នាម៉ោងសូត្រមុនរមិនឃើញហៅកូនមួយបាត់ហៅកូនមួយបាត់សូត្រតែពីរនាក់យាយតាវិញអាដែលមួយថ្ងៃកូនគេទៅឯនេះមួយថ្ងៃកូនគេទៅឯនោះឥឡូវស្អែកដល់ថ្ងៃគេទៅវិញហើយម៉ែនេះអាឡៃតែកូនជូន2-3ម៉ឺនមិនគ្រាន់ទេបញ្ចេញលុយគាត់ទិញដូរដាំស្លអាឆ្ងាញ់ឲ្យកូនហូបអស់មកសន្ធឹកទៅទៀតដល់ពេលកូនត្រឡប់ទៅវិញបាស្រូវជង្រុកកាន់ក៏បាន2បាវទៅទៀតណាវាចេះជូនមកបានមកកត្រកដែរផ្លែឈើទិញពីផ្សារម្លងមកបានមកកត្រកដែរមកជូនតែនឹងឯងត្រឡប់ទៅវិញបានក2បាវកាលបញ្ជូនលុយ4-5ម៉ឺនទេប៉ុន្តែម៉ែទិញមកហូបឲ្យកូនតែ2ថ្ងៃវាអស់បាត់ហើយថែមលុយគាត់មកកណោបើអញ្ចឹងក៏មកវាកាន់រវ័នកថែមហ្នឹងញោមណាហើយបើយ៉ាងនឹងវាពិបាកទៅហើយបានជាប្រពុតអប់រំយើងឲ្យចេះដឹងតែហ្នឹងបើយើងពិតជាស្រឡាញ់ម៉ែស្រឡាញ់ឪនឹកឃើញនេះបើគាត់រស់ចូលបើគាត់ស្លាប់ញោមអាត្មានេះទានរឿងមួយទៀតជូនញាតិញោមបន្តិចពីព្រោះថាតេខេណានុបទាននឹងយើងធ្វើគំរូតាមអញ្ចេះពីមុនមកនឹងឯងញោមហើយមានក្រុមតកូលនេសាទមួយក្រុមគ្រួសារស្រាប់តែកូនប្រុសកើតមកកូននឹងវាដឹងជាតិវាដឹងថាអញជាតិមុនធ្វើអំពើបាបទៅនរកទៅប្រែតរងទុក្ខលំបាកណាស់ឥឡូវមកកើតក្នុងតកូលធ្វើបាបទៀតអញគួរតែឈប់ដល់អញ្ចឹងញោមញាតិពុទ្ធបរិស័ទទាំងឡាយគាត់នឹងនឹកឃើញគាត់មិនហ៊ានធ្វើបាបកំដៅចំប្រុសដល់ពេលអញ្ចឹងទៅញោមញាតិពុទ្ធបរិស័ទកូននឹងគេឲ្យទៅគាត់អាណិតសัตว์ទៅលួចទៅប្រឡែងត្រីលួចទៅប្រឡែងសัตว์គេម៉ែនឹងខឹងណាបលយកពូជអញមិនមែនពូជសាសនាធ្វើបន់នេះណាពូជអញពូជបាញ់សត្វហើយជុំមិនក៏មកប្រឡែងទៅសត្វគេដេញឲ្យនៅផ្ទះឥឡូវមិនបាច់មកឲ្យកូនឯងចាំផ្ទះម្ដងនៅចាំផ្ទះទៅលួចទៅរបស់គេដុតចោលអារបស់នឹងសម្រាប់សត្វចេះចុះគាត់ចេះនឹកឃើញថាមិនចង់ឲ្យម៉ែឪធ្វើអំពើបាបតទៀតចេះតែយករបស់ចោលគេខឹងម៉ែឪខឹងកាត់កាលកូននឹងចោលហ្មងប្រឡែងណែឈប់នៅផ្ទះអញស្អីមករកទៀនមករកសាលីអញមិនត្រូវការធ្វើបន់ទៀនទេចុះចេញពីផ្ទះអញឲ្យឆាប់ទៅរកបន់ណាទៅកាត់កាលកូនមួយនឹងចោលទៅកូននឹងពេលដែលម៉ែឪបដិញ្ញចេញពីផ្ទះហើយដើរតាមផ្លូវឆ្ងាយទៅស្រាប់តែផ្ទះលោកបិណ្ឌបាតអូលោកនឹងមកបួសនឹងអត់មានម៉ែមានឪដូចតែអញដែរទេតែបួសហើយអញ្ចឹងទៅលែងមានម៉ែមានឪលែងមានផ្ទះអញ្ចឹងអញទៅតាមលោកសិនដើរតាមលោកចេះតែពីទៅតាមលោកបានចង្ហាន់លោកចូលទៅឆាន់កន្លែងណានោះទៅអង្គុយក្បែរលោកដែរហើយលោកសួរថានាងឯងទៅណាមកណាថាខ្ញុំអត់មានផ្ទះអត់មានសំបែងអត់មានម៉ែអត់មានឪទេគេកាត់កាលគេបដិញ្ញខ្ញុំចេញមកហើយអញ្ចឹងឯងបានដើរតាមលោកម្ចាស់បើអញ្ចឹងលោកក៏យកទៅដល់វត្តទៅឲ្យរៀនធម៌រៀនណាលោកក៏បំបួសទៅបួសនេនទៅខំរៀនសូត្រធម៌ចេះដឹងទៅដល់បួសបានជាភិក្ខុទៅនៅព្រៃភ្នំ2 10អង្គភ្នំសានវាស័យនិយាយទៅនៅក្នុងព្រៃភ្នំទៅវាបាត់ម៉ែបាត់ឪយូរទៅញោមឲ្យមកពូជនឹងស្លាប់ទៅកើតប្រែតទាំងអស់គ្នាឪពុកក៏ទៅកើតជាប្រែតម្ដាយក៏ទៅជាប្រែតបងនឹងក៏ទៅកើតជាប្រែតសម័យថ្ងៃមួយនោះលោកដើរបិណ្ឌបាតចឹងទៅស្រាប់តែវាប្រទះចំកន្លែងប្រែតដោយអាត្មាសម្ដែងខាងដើមថានៅលើដីនឹងមានមកកណោប៉ុន្តែមិនឲ្យយើងឃើញណាតែឲ្យយើងឃើញយើងរត់ទៅស្រាប់តែបងកលេចស្គាល់ហេលោកនឹងបងអញលោកនឹងបងអញស្រែកហៅលោកប្អូនឈប់សិនលោកប្អូនឈប់លោកងាកមើលលឺសំឡេងប៉ុន្តែវាអត់ឃើញមានមនុស្សលឺសំឡេងណែឯងជាណាបានជាខ្ញុំមើលអាត្មាមើលមិនឃើញបានប្រែតដឹងថាអូធម្មតាមនុស្សមើលប្រែតមិនឃើញទេបើអញ្ចឹងបង្ហាញឲ្យឃើញសិនបានឃើញទៅស្រាប់តែវាលកលនឹងដី
ថាលោកម្ចាស់ខ្ញុំនឹងជាបងប្រុសលោកម្ចាស់ដែលកើតក្នុងតកូលព្រាននេសាទនោះឥឡូវខ្ញុំមកកើតជាប្រែតហើយម្ដាយឪពុកយើងក៏កើតជាប្រែតដែរសូមលោកប្អូនជួយផងពួកយើងទាំងអស់គ្នាឃ្លានណាស់គ្មានបាយហូបទេកាលណាឃើញរបស់ល្អចាប់ទៅជាខ្ទុះទៅជាឈាមទៅជារបស់ក្តៅទៅជារបស់ឆេះលោកម្ចាស់ជួយផងលោកសង្វេគភ្លាមថាណោះឃើញដែរមកពូចេះបើកុំតែបានលោកមួយមកដើរផ្លូវល្អម្លេះនឹងដល់ណាទេឥឡូវបានលោកមួយហើយលោកថាបងរកកន្លែងសម្រាប់ចោះចាំប្អូនជួយទៅដើរបិណ្ឌបាតបានថ្ងៃនេះមិនឆានខ្លួនឯងទេយកមករៀបចំប្រគិនភិក្ខុសង្ឃនៅលើភ្នំហ្នឹងហ្មងប្រគុណម្ចាស់ទទួលចង្ហាន់ខ្ញុំកណាធ្វើពិធីបាំងស្កូលតែកណានុប្រទានដើម្បីឧទ្ទិសទៅឲ្យញោមប្រុសញោមស្រីនឹងបងបែកតំណែងបាត់តំណែងយូរឥឡូវស្លាប់ទៅកើតជាប្រែតទាំងអស់គ្នាហើយមកបង្ហាញឲ្យឃើញអញ្ចឹងឧទ្ទិសទៅសូមឧទ្ទិសចង្ហាន់ហ្នឹងឲ្យបានដល់បងដល់ញោមអាហារទឹកកើតមានដល់ម្ដាយឪពុកស្រាប់តែលោកទៅបានបាត់រត់មកស្កាត់ផ្លូវស្រែកទៀតលោកម្ចាស់យើងទាំងអស់គ្នាបានអាហារទឹកបរិភោគហើយប៉ុន្តែលោកម្ចាស់មើលណែអត់មានអីធ្លាក់សោះពួកយើងយកសក់មកបាត់បាំងខ្លួនទេកាលណាឃើញសម្ពុតខោអាវយកមកដាក់លើខ្លួនទៅជារបស់ក្តៅរបស់ឆេះយកអត់បានទេតលោកម្ចាស់ជួយលោកដឹងភ្លាមតដើររើសបានស្បង់ស្បៃត្រៃយពកណាត់គេចោលតាមរៀនផ្សារប្រប៉ិនបាតដៃប្របាទជើងយកមកបោកយកមកគក់ចលក់ដានដេធ្វើជាសាដកប្រកេនសូមលោកម្ចាស់នៅគ្រូទទួលសពុតសាដកទាំងនេះដើម្បីឲ្យកើតជាបងស្បៃត្រៃយពសម្លៀកបំពាក់ទឹកដល់ម្ដាយឪពុកខ្ញុំព្រះអង្គដល់ចឹងទៅលោកក៏ទទួលទៅបានកើតជាសម្ពុតទឹកមានដល់ឪពុកដល់ម្ដាយដល់បងហើយស្រាប់តែនឹងស្កាត់ផ្លូវស្រែកសំទៀតលោកម្ចាស់ហើយលោកម្ចាស់ស្រែកទឹកខ្លាំងណាស់បានបាយចំណីអាហារទៅក៏ប៉ុន្តែឃើញទឹកក្នុងបឹងចោះទៅរឹងអស់ខ្លះចោះទៅជាក្តៅទៅជាខាស់ទៅជាខ្ទុះទៅជាឈាមលោកម្ចាស់ជួយផងលោកក៏បានដងទឹកដាក់ធម្មក្រក់ប្រគេនដល់ព្រះសង្ឃដើម្បីឧទ្ទិសទៅដល់បងដល់ញោមក៏បានទឹកទឹកទៀតបានស្រះបោករណីពួកនឹងនៅបានដោយស្រួលស្រាប់តែញោមមកស្កាត់ផ្លូវសំទៀតលោកម្ចាស់ហើយលោកម្ចាស់លោកកូនលោកប្អូនលោកម្ចាស់ជួយខ្ញុំបានច្រើនណាស់ប៉ុន្តែលោកម្ចាស់ពួកខ្ញុំទាំងអស់គ្នារាល់ថ្ងៃដេកនៅកន្លែងគេចោលខ្មោចទេអត់មានកន្លែងដេកស្រួលបួលសោះសូមលោកម្ចាស់ជួយផងលោកបានរកកតិចឈើលិចកាត់មកធ្វើជាកូនតូបកូនខ្ទមប្រគេនវេប្រគេនភិក្ខុសង្ឃឲ្យការជាសេនាសនៈទឹកដល់ម្ដាយដល់ញោមក៏វាការជាសេនាសនៈទឹកស្រាប់តែផ្សំលើក្រោយទៀតលោកម្ចាស់ខ្ញុំព្រះអង្គទាំងអស់គ្នាចង់ទៅណាមកណានៅទៅវាដែលអាហារទឹកមានហើយទឹកមានហើយកន្លែងនៅមានទលាបំពាក់មានប៉ុន្តែទាស់តែចេញដំណើរទៅណាមកណាដើរកើតសោះចេះទៅវាទៅរហូតលោកដឹងបើអញ្ចឹងនៅស្ងៀមសិនចាំអាត្មាជួយលោកក៏បានទៅរកស្បែកជើងនឹងឆាត់យកមកប្រគិនវិខសង្ឃសូមឲ្យកើតជាយានជំនិះទឹកដល់ម្ដាយឪពុកដល់បងប៉ុណ្ណេះញោមមកក៏វាកើតជាយានជំនិះទឹកដល់ឪពុកដល់ម្ដងបងដល់ម្ដាយអញ្ចឹងទៅម្ដាយឪពុកនឹងបានរឹតដូចទេវតានៅក្នុងឋានសួគ៌ទៅហើយដោយសារបុណ្យទំនុកបំរុងបច្ច័យ4របស់កូននៅរស់រៀនឯណែធ្វើឧទ្ទិសជូនទៅញោមកុំតែបានលោកមួយអង្គជួយកុំអីមកពូជនឹងប្រែតនឹងប្រមាណតកូលទៀតទេអញ្ចឹងឥឡូវភ្លឺស្វាងបានហើយឃើញដែរដោយអាត្មាថាខែរះឆ្លងផ្លូវកូនកើតមុនឪពោតាដើរលេងអញ្ចឹងមានកូនតែមួយមែនប៉ុន្តែបើកូនល្អអាចរុងរឿងអញ្ចឹងដល់អញ្ចឹងរឿងហ្នឹងមានក្នុងបៃដកភាគ56កម្ពីពេតវត្ថុញោមណាហើយនៅក្នុងកម្ពីនឹងអាដែលហ្នឹងនិយាយពីអាចិត្តសត្រូវអង្គុយស្រាប់តែឃើញមនុស្សចម្លែកមួយក្បាលតងោលហើយលោកនេះសួរថាណែលោកអ្នកបួសទៅណាលោកអ្នកបួសប្រែតត្រែកថាខ្ញុំមិនមែនអ្នកបួសទេខ្ញុំជាប្រែតគ្រាន់តែក្បាលខ្ញុំតងោលឯតាប្រែតតែមិនយវាមិនដែលឃើញឮតែគេថាហ្នឹងម្នេះមើលសួរតិចមកឯងប្រែតតែមិនថាខ្ញុំនឹងពីជាតិមុនជាចូលសេដ្ឋីមានទ្រព្យសម្បត្តិប៉ុន្តែខ្ញុំនឹងមិនជឿនរណាបបួលធ្វើបន់ធ្វើសិលធ្វើទាននេះខ្ញុំអត់ជឿទេឥឡូវខ្ញុំស្លាប់ចោលទ្រព្យសម្បត្តិអស់ហើយលេងមកកើតជាប្រែតបានខ្ញុំជឿថាប្រែតពិតជាមានមែនហើយចំណាយទៅណាខ្ញុំរត់មករកកូនណាឃ្លានបាយកំមកដែរគេលោកកូនគេឲ្យមួយម៉ាត់ចុះបើទ្រព្យសម្បត្តិខំរកប្រហែលមានយកបានមកឯណានៅកូនទាំងអស់ហ្នឹងហើយទៅរកគេមើលក៏លោកគេឲ្យមួយម៉ាត់ដែរវារមមិនទាន់ឃើញសោះចាញោមរត់រកកូនអញ្ចឹងបានជឿត្រូវសួរថាចុះកូននៅណាពេលឮតំណែងថាគេរើផ្ទះសំបែងទៅនៅស្រុកអន្តកបិណ្ឌពនគរហើយឥឡូវគិតថាទៅរកគេហ្នឹងអាចជឿត្រូវផ្ដាំថាណែលោកខ្ញុំមិនដែលឃើញប្រែតទេឥឡូវណែឯងទៅរកកូនទៅណាជួបកូនក៏ដោយមិនជួបក៏ដោយត្រូវតែត្រឡប់មកវិញបង្ហាញខ្លួនឲ្យខ្ញុំឃើញម្ដងទៀតព្រោះខ្ញុំវាមិនដែលឃើញហើយបើបានជួបនិយាយគ្នាបានអញ្ចឹងមកវិញតំណែងខ្លួនឲ្យខ្ញុំឃើញទៀតខ្ញុំមានសំណួរសួរបានលាជាត្រូវទៅបាត់ឲ្យលាយរូបវិញបាត់ទៅប្រែតនឹងក៏ធ្វើដំណើរកាត់ព្រៃកាត់វិលចូលព្រៃដើរទៅដល់ស្រុកអន្តកបិណ្ឌពនគរឃើញគេធ្វើបន់អញ្ចឹងរត់ចូលក្នុងរោងបន់រកមើលកូនអត់ឃើញលោកឆាន់ជុំរត់ទៅក៏លោកកូនអញធ្វើបន់ឲ្យអត់រត់រកតាមវត្តក៏អត់
ដល់បន្ទប់គេថាចង្ហាន់ដែលដាក់ប្រគេនលោកហ្នឹងបើប្រែតនឹងយកបានលោកឆានអត់តាន់ទេប៉ុន្តែគ្នាមកដល់លោកតដៃចាប់ឆេះដៃលោកទៅជារបស់ក្តៅយកអត់បានទៅនេះអត់ទៅណអត់និយាយកាលនោះកូនគេធ្វើបន់ដែរប៉ុន្តែវាមិនត្រឹមត្រូវអាពាក្យថាមិនត្រឹមត្រូវនឹងវាខុសទាំងកេណីយបុគ្គលគឺខុសអ្នកទទួលវាខុសពីវិធីធ្វើគឺយើងអត់បានចូលប្រគេនយើងអត់បានចូលឧទ្ទិសខ្លួនឯងអាងតែគេទៅឯងនៅឯណានោះចេះតែអាចារ្យដឹកនាំទៅឯងម្ចាស់បុណ្យបានចូលមកកុំភ្លេចថាយើងចំណាយលុយចំណាយកាក់ធ្វើបុណ្យហ្នឹងបើយើងមិនបានមកចូលប្រគេនខ្លួនឯងទេបុណ្យហ្នឹងមិនបានដល់អ្នកស្លាប់ទេអ្នកម្ដាយឧបាសិកាអ៊ូចហុងលោកយាយអ៊ូចហុងមិនអាចទទួលបានទេប៉ុន្តែយើងចំណាយលុយសួរថាបានបុណ្យនេះបានតែខ្លួនយើងទេមិនមែនបានដល់អ្នកស្លាប់ទេហើយចូលបើចង់បានដល់អ្នកស្លាប់ធ្វើម៉េចតើតែយើងចូលមកប្រគេនខ្លួនឯងឧទ្ទិសខ្លួនឯងបានជារៀបវេប្រគេននឹងគេប្រកាសហៅកូនចៅម្ចាស់បុណ្យឲ្យចូលមកប្រគេនប៉ុន្តែហៅញើអាណិតអាចារ្យដែរហៅមើលម៉ោងជួនកាលគេបន្ទោសទៀតបានមួយមកបាត់មួយចាំខ្ញុំទៅហៅបាត់បងទៅណាបងទៅហៅទៅបាត់បងចេញបងម្ដងចុះឡើងចេញបងមកលើកក្រោយបន្ទោសហ្មងយីអាចារ្យនេះឯងនោះភ្ញៀវមកអ្នកមុខអ្នកការប៉ុណ្ណានេះអាឡ័យជាប់ភ្ញៀវនោះរាប់រយតុកហើយគ្រាន់តែប៉ុណ្ណឹងឲ្យដឹកមុខជំនួសខ្ញុំយកមកហ្នឹងជាមុខជាការជំនួសខ្ញុំហើយបើអត់ខ្ញុំធ្វើមិនកើតអីមករំខានស្ដីឲ្យទៀតអត់អីទេអាចារ្យធ្វើក៏បានដែរប៉ុន្តែក្រែងអាចារ្យស្ពាយបុណ្យទៅអស់ទៅឯងអ្នកខំធ្វើអត់បានបុណ្យដល់ឪពុកម្ដាយអីចឹងទេយើងអ្នកចំណាយលុយបានណាខ្ញុំណាបានតែខ្លួនយើងទេវាអត់បានដល់អ្នកស្លាប់អញ្ចឹងទៀមទាឲ្យកូនចៅនឹងរវល់ប៉ុណ្ណាក៏សុំគេមកផ្លែតមកយ៉ាងយូរ10នាទីនេះមកប្រគិនមកទិសសិនអាហ្នឹងត្រូវហើយឲ្យតែធ្វើតំណឹងត្រូវបើមិនលងតំណឹងចប់ទៅមកប៉ុនតែកណានុប្រទានមិនលងតំណឹងចេញចប់ទៅទេហ្មងខ្ញុំទៅជាប៉ុនជុំលៀងទៅជាប៉ុនសបាយទៅវិញនេះដាក់ធំបាសរមអីចឹងទៅហើយដល់តែមិនលងតំណឹងអត់បានចូលប្រគិនអាហ្នឹងវាអត់បានទេអញ្ចឹងនិយាយពីប្រែតមិញហ្នឹងកូនគេធ្វើដែរបើមិនត្រឹមត្រូវអត់មានបានអីរត់មកវិញយំស្រេចអង្គុយទៅបោមក្បាលជាកងជូតទឹកភ្នែកអញហើយអញខំរស៊ីតាំងពីសក់ខ្មៅរហូតសក់សរិះផងthamផងមិនហ៊ានចាយមិនហ៊ានវាយមិនហ៊ានធ្វើបន់ទេទុកឲ្យកូនឥឡូវស្លាប់មកហើយមករកកូនតែមួយម៉ាត់មិនបានហូបផងគេសបាយតែគ្នាគេឯងវាអត់ដល់អញ្ចឹងរត់ទៅដើរលិតខ្ទុះលិតឈាមលិតកម្រងលិតទឹកមាត់គេនឹកឃើញអាជាសត្រូវផ្ដាំថាឲ្យទៅបង្ហាញខ្លួនម្ដងទៀតគេនឹងមានសួរទៅហើយមកដល់បង្ហាញខ្លួនម្ដងទៀតឯនេះសួរដឹងថាម៉េចបានជួបកូនឯអត់ថាបានជួបឯងបើគ្មានបានហូបឯងកូនធ្វើអត់ត្រឹមត្រូវផងដល់អញ្ចឹងអាជាត្រូវក៏ធ្វើឲ្យធ្វើបន់ឲ្យឧទ្ទិសផលបន់នឹងបញ្ចូលប្រគេនខ្លួនឯងឲ្យយើងទៅក៏បានសម្រាប់អាហារទឹកពេលហ្នឹងទៅបានបាយហូបឯងញោមក៏ដែរអញ្ចឹងទៀមទាមើលញោមក៏ដែរមានក្នុងកាពីដើររកកូនអញ្ចឹងហើយចឹងបានយើងនឹកឃើញអញ្ចឹងដែរយើងធ្វើហើយត្រូវតែចូលមកប្រគេនលំដាប់ទី1ចូលមកដល់គេឲ្យសមាទានសាលសិនសមាទានទៅញោមកំភៃញោមខ្លះភ័យតែនេះអញមិនទាន់ថ្វាយខ្លួនផងបើយប់នឹងដាច់វិញទៅរត់តែបាបលើសដើមវាមិនមែនអញ្ចឹងទេអ្នកសិលបាន1ម៉ោងគិត1ម៉ោងបាន2ម៉ោងគិត2ម៉ោងបាន1ម៉ោងអានិសង1ម៉ោងបាន2ម៉ោងអានិសង2ម៉ោងញោមណាហើយតែស្លាប់ទៅយំមកបាល់សួរមានដោះស្រាយទេប្រយ័ត្នជុំរាជសួរទៅតាមមកពីណាយាយមកពីណាខ្ញុំមកពីភូមិគេហៅភូមិអីគេមកពីកំពង់ធំខ្ញុំមកពីភូមិបោះស្បែងបានធ្វើសិលអីដែរអត់ផងថាចាំរៀបកូននោះចាំចូលសិលឥឡូវរៀបមិនតអស់ផងស្លាប់មកទៅពិនិត្យមើលបជីទៅអូជាបចៅគេច្រើនណាស់ធ្វើបាបច្រើនណាស់ធ្វើបន់បានតិចជាងបាបទេបើអញ្ចឹងជឿអត់បានទេដៅខាងនោះអញ្ចឹងលោកតានេះមកពីណាមកពីបោះស្បែងហើយបានធ្វើបន់អីដែរអត់ផងថាចាំឆ្នាំក្រោយកូនគេរកស៊ីមានបានគេធ្វើបច្ច័យ4ឲ្យឥឡូវវាមិនតាន់ឆ្នាំក្រោយក៏ស្លាប់មកទៅណែពិនិត្យមើលទៅអូយអំពើបាបច្រើនជាងបន់តិចហើយអញ្ចឹងជឿអត់បានទេដៅនេះណាវាអញ្ចឹងហើយដល់ពិនិត្យមើលនេះមកពីណាដែរខ្ញុំនឹងមកពីទួលតាអៀមបានធ្វើបន់ធ្វើសិលអីដែរបានម្ដងថ្ងៃគេបន់ឲ្យម៉ែខ្ញុំនឹងគេហៅមកសមាទានសិលបានសមាទានសិលគេ2ម៉ោងយប់ដាច់ទៅវិញពិនិត្យមើលទៅគ្រាន់បើជាងអត់អញ្ចឹងទៅនោះរួចខ្លួនខ្ញុំគេដែរវាមានសិលវាគ្រាន់បើនាយសំពៅទាំង700នាក់លេខសំពៅសមាទានសិលមួយផ្លែតបានប៉ុន្មានម៉ោងខ្ញុំមើលអ្នកធ្លាប់រៀន3ដកធ្លាប់រៀនធម្មបទឃើញលេខសំពៅតែភ្លាមក្នុងមង្គលទីបនីឃើញខ្ញុំសមាទានសិលក្នុងសមុទ្រនឹងតែមួយផ្លែតខ្ញុំមើលស្លាប់ទាំងអស់បានឋានសួគ៌ណាអារម្មណ៍ល្អអញ្ចឹងខ្ញុំបម្រើអាណាថាបណ្ឌកសេដ្ឋីមួយសមាទាននៅបោសុទ្ធសិលមកកណាត់យប់បានឋានបានកាយទេវតាដែរ
ហើយចឹងញោមឲ្យ1ម៉ោង2ម៉ោងក៏បានគ្រាន់បើដែរមិនមែនដាច់ភ្លាមទេណាប៉ុន្តែរឿងសំខាន់ណោះពេលដែលវេប្រគេនឧទ្ទិសជូនម្ដាយយើងសមាទានសិលស្អាតបរិសុទ្ធអាកំពុងស្អាតបរិសុទ្ធនឹងហើយដែលធ្វើទៅម៉ែទទួលបាននោះគាត់ត្រេកអរហើយបើយើងអត់សិលក៏ថាម៉ាអាកូនអត់សិលគង់ទៅរូបប្រែតដែលគាត់មិនត្រេកអរអានឹងអត់បានទេចឹងបានមុននឹងវេគេឲ្យសមាទានសិលសមាទានសិលសមាទានតាមគ្នាមកហើយបានវេហ្នឹងគេឲ្យកូនចៅម្ចាស់ទានហ្នឹងថាតាមប៉ុន្តែកូនខ្លះអត់ថាផងហ្នឹងអាត្មាលោកមើលឃើញតែយាយតាថាកូនខ្លះអត់ថាផងអញ្ចឹងអាចារ្យដឹងជាវេទៅនាំហត់ប្រគិនលោកណាមកនោះបើកូនគេថាតាមហ្មងវេធ្វើអីមកពីគេចង់ឲ្យកូនចៅហ្នឹងអត់ទិសអាចារ្យគេប្រែថាគ្រូហ្នឹងមកដឹកនាំមកបង្រៀនហើយដល់មកកូនគេថាតាមផងនឹងបរៀនពីណាបើយាយតាគាត់ចេះហើយមិនបាច់បរៀនគាត់ទេគេអទិសបនទៅបើឲ្យបានដល់ម៉ែដល់ហើយកូនគេមិនចេះបានគេឲ្យអាចារ្យថាហ្នឹងកូនគេថាតាមអញ្ចឹងញោមឲ្យកូនថាតាមញោមណាតែកូនណាមិនថាកុំខឹងអាចារ្យលែងវេហើយហើយបានយើងចូលប្រគិនផ្ទាល់ដៃប្រគិនហើយក៏មកជាហិតជាហមរត់ចោលពេកហើយប្រគិនហ្នឹងខ្លះអាត្មាជាលោកមើលទៅដូចជាវាគ្រាន់តែកាន់ថតទេប្រគិនលោកហុចខុសលោកផងអាឡ័យទៅសម្លឹងទៅអ្នកថតឯណោះហើយដល់តែជាប់រូបមកវាឃើញវាដូចជាគ្មានប្រគិនទេគ្រាន់តែកាន់ថតទេនេះព្រោះភ្នែកគ្មានមើលលោកផងជាតែហុចស្មានហ្នឹងអញ្ចឹងអាគេថតរូបគេថតប្រកម្មភាពគេមិនមែនថតមុខទេហើយអញ្ចឹងយើងកុំបាច់បែរទៅរកអ្នកថតអីបែរមកលោកមកដើម្បីឲ្យវាថតជាប់រូបទៅពិតជាកំពុងប្រគិនមែនហើយតែបែរទៅដល់អ្នកថតវាលែងពិតដែរវាតែជាការថតទេហើយដល់ហើយជាហេមទីសួរអាចារ្យមិនខ្ញុំឡើងបាននៅបញ្ញាប់អង្គុយមិនសុបប្រមាណនេះឡើងវឹងទៅអាហ្នឹងវហើយឧបមាថាម៉ែនៅពេញឧបមាថាលោកយាយនៅពេញខ្ញុំណាលោកយាយអីឧបមាថាលោកយាយហុងនៅពេញហើយកូនចៅនឹកឃើញណាស់បេះមានបេះមង្ឃុតល្មុតសេដាដាក់ផ្ញើទៅមានត្រីឆ្អើទេប្រឡាក់ទៀតយកទៅស្កាត់ឡានតាមផ្លូវមុខវត្តទូទាមក៏បានដែរទៅស្កាត់ចាំហៅឡានដល់តែពេលស្កាត់ឡានមកដល់ហៅគេពឹបឈប់សិនគេឈប់ហើយយកជូនផ្លែឈើនំចំណីដាក់ផ្ញើទៅឲ្យម៉ែខ្ញុំនៅពេញដាក់ពឹបវឹងមកផ្ទះវិញតែកង់ឡានបើកទៅដល់ពេញនឹងម៉ែគេនៅណានឹងម៉ែគេឈ្មោះអីហើយយកទៅឲ្យឯណាស្រ័យមើលមើលអូអានេះរបស់ឆ្ងាញ់ទៅម៉ែគេមិនឃើញហូបកំតិចបដោយមិនអញ្ចឹងហើយយើងប្រគេននឹងប្រគេនជូនពីណាបញ្ញាប់ទៅណាមិនក៏មិនខ្សឹបប្រាប់សិនបើយើងប្រគេនភ្លាមឡើងភ្លាមដូចយករបស់ទៅដាក់ឡានអត់ប្រាប់ទេយើងប្រាប់តែកង់ឡានថាណែម៉ែខ្ញុំឈ្មោះនេះនៅផ្ទះលេខប៉ុណ្ណេះផ្លូវលេខប៉ុណ្ណេះបានគេទៅរកឃើញហើយយើងផ្ញើទៀនទៅហ្នឹងក៏ចឹងដែរប្រគេនលោកហើយយើងនៅឧទ្ទិសសិនបនហ្នឹងខ្ញុំធ្វើសុំជូនដល់យាយនេះលោកយាយហុងលោកតានេះសុំនៅកន្លែងណាមកទទួលមកហើយបើគាត់មិនដឹងទេផ្ដាំទេផ្ដាជួយហៅជួយកេះគាត់មកទទួលផងតើតែយើងប្រាប់អញ្ចឹងសិនបានទេវតាជួយរកឃើញហើយស្រាប់តែប្រគេនហើយវឹងទៅបាត់នឹងគេឲ្យទៅពីណាអាហ្នឹងវាខុសតំណឹងដែរណាញោមណាអញ្ចឹងប៉ុណ្ណឹងឲ្យតែយើងចូលធ្វើត្រឹមត្រូវអញ្ចឹងអាហ្នឹងបានផលដល់គាត់ហើយអញ្ចឹងចូលមកប្រគេនចូលមកឧទ្ទិសខ្លួនឯងគេថាអ្នកធ្វើបុណ្យបានអង្គ3ញោមទី1យើងចូលប្រគេនទី2យើងឧទ្ទិសទី3គាត់មកទទួលហើយខ្លាចគាត់មិនដឹងហ្នឹងហើយបានយើងសូត្រទៅលោកអាចារ្យនាំទេវាគាត់ថ្វាយនិវេទយងអ៊ីមីនីយ៉ាងកញ្ញយាទេវតាហើយនឹងធរគេហៅថាធរហៅអញ្ជើញអស់ទេវតាទៅជួយប្រាប់ហ្នឹងណាញោមធរយាទេវតាយ៉ាងកញ្ញអ៊ីមីនីហ្នឹងមានទេវាគាត់ថ្វាយនិវេទយងសូមប្តឹងដល់ទេវតាទៅជួយប្រាប់ព្រោះរឿងហ្នឹងប្រពុតផ្ដាំអញ្ចឹងញោមមើលក្នុងយ៉ាងកញ្ចារមណាំងបងថាបើយើងធ្វើកិច្ចជាអារម្មណ៍នឹកដល់មេដាបៃតាអីអញ្ចឹងសូមឲ្យជូនបុណ្យកុសលហ្នឹងហើយសូមហៅទេវតាផងព្រោះថាទេវតាមានទេវតានៅតាមផ្ទះតាមផ្លូវមានចក្រឡោកបាលហ្នឹងទេវតាទាំងអស់ហ្នឹងដឹងថាម្ដាយយើងឪពុកយើងទៅនៅឯណាអញ្ចឹងគេជួយយកតំណែងហ្នឹងទៅប្រាប់គេជួយឲ្យបានហើយក្នុងបលី5យ៉ាងមានទេវតាបលីបងថាបរិច្ចាគមួយផ្នែកដល់ទេវតាផងអញ្ចឹងដែរអញ្ចឹងញោមញាតិពុទ្ធបរិស័ទលោកអាចារ្យក៏អញ្ចឹងតែងតែអញ្ជើញទេវតាអញ្ចឹងកូនចៅធ្វើហ្នឹងគឺត្រឹមត្រូវហើយបើត្រឹមត្រូវអញ្ចឹងហើយទេវតាថែអាសាការពារយើងបើនិយាយពីមហាស្នេហ៍ប្រកែបំផុតតែហ្មងញោមដាក់ដោយទេវតាផងដោយមនុស្សផងហើយទៅរកគ្រូស្នេហ៍គេខំស្រោចទឹកចុះឡើងពាក់ចំណងឡើងធ្ងន់ជាកេះហ្នឹងដាក់បានតែមនុស្សទេរួចមិនស្រួលមិនប្រកែផងឯស្នេហ៍អ្នកដែលមានធម៌កតញ្ញូធ្វើបុណ្យជូនម៉ែនេះស្នេហ៍ដោយមនុស្សដោយទេវតាទៅកន្លែងណាក៏គេស្រឡាញ់ក៏គេចូលចិត្តគេអាណិតគេអាសូរដែរទេវតាថែអាសាការពារណាញោមហើយអូយើងចង់បានមង្គលចង់រកខ្នាយតាន់ចង់រកកុយពុកចង់រកសុកឆ្មាចង់រកនាងពួននាងលះឯណាក៏ឡងកងជុំឯណានោះយកមកដើម្បីឲ្យវាកើតមង្គលប៉ុន្តែព្រះអង្គសម្ដែងថាមេតាបិតឧបដ្ឋានណាំងអេតាមៀងកលមុតតមាំងនរណាទំរុកបំរុងផ្ចង់ផ្ដើមដល់មេតាបៃតានេះជាមង្គលដ៏ដំដែលទេវតាស្វែងរក2ដល់10ឆ្នាំអត់ឃើញទេព្រះអង្គរកឃើញមង្គលហ្នឹងញោមមើលឃើញនៅតែណេះសោះ Bạn thoại cùng mấy nhung, từ nào mà nó thoại cùng pi lơ máu,
នេះតលៃទេបត់ជាសួរព្រះអង្គថ្វាយអង្គមណាថាណាដឹងគុណពុកដឹងគុណម៉ែដឹងបងដឹងប្អូនទំនុកបំរុងថ្វាយអង្គមណានោះដល់អញ្ចឹងទេវតាគ្រប់កន្លែងថ្វាយអង្គមតាមហើយអញ្ចឹងបើយើងដឹងគុណម៉ែឪសម័យទេវតាក៏ថ្វាយអង្គមយើងដែរហើយចុះអ្នកមិនដឹងគុណវិញបន្តិចទៀតលឺឲ្យខែភ្ជុំកូនចៅមានទ្រព្យសម្បត្តិធនធានខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាសខ្ញុំគិតដែរហើយអញ្ចឹងតែមិនដឹងគុណម៉ែឪវិនាសហើយបើអញ្ចឹងយើងដឹងគុណម៉ែឪសុខចម្រើនពីនេះទៅញោមណារកទទួលទានចេះតែមានចេះតែបានកើតកាលវាលគុំទៅចាក់ទៅជុំសុខដុមរមនារហូតតរៀងទៅសូមឧទ្ទិសបុណ្យកុសលនេះជូនដល់បព្វការីជនខ្មោចមុនខ្មោចក្រោយ100ជាន់1000តម្រួតតាទូតយីទូតតាលាយលាជាពិសេសឧបាសិកាអ៊ូចហងទៅនៅទីណាសូមឲ្យទទួលអត្ថមនុញ្ញផលនេះអតីតព្រះមហាក្សត្រមហាក្សត្រយានីវរៈជនវរៈនារីស្នេហាជាតិបានបូជាពលីជីវិតដើម្បីបបផែតជាតិសាសនាសូមឲ្យបានទទួលអត្ថមនុញ្ញផលកុសលក្នុងកម្មវិធីបុណ្យនេះអតីតសម្ដេចព្រះសង្ឃរាជអ្នកប្រាជ្ញគ្រប់ចំនួនបច្ចាអធិការវត្តនិងអាចារ្យគណៈកម្មការវត្តគ្រប់ចំនួនដែលបានតស៊ូបូជាពលីជីវិតដើម្បីថែរក្សាជាតិសាសនាបន្សល់ជាគេតំណែងទុកមកឲ្យយើងរហូតប៉ុណ្ណេះសូមឲ្យបានទទួលអត្ថមនុញ្ញផលនេះដែរកូនចៅបងប្អូនពលទាហាននាយទាហានជនជាតិខ្មែរដែលបានពលីជីវិតដើម្បីថែរក្សាការពារទឹកដីខ្មែរបន្សល់ឲ្យយើងប៉ុណ្ណេះសូមឲ្យលោកបានទទួលអត្ថមនុញ្ញផលនេះដែរសមរភូមិខាងក្រៅដែលសពថ្ងៃនៅការពារតាមព្រំដែនប្រាសាទនានានៅតាមព្រំទល់ប្រទេសឬក៏នៅតំបន់ណាការិយាល័យណាក៏សូមឲ្យសម្រេចកិច្ចការងាររៀងខ្លួនឲ្យទេវតាជួយញ៉ាំងចិត្តកម្លាំងរិទ្ធឆន្ទៈមោះមុតក្នុងការការពារប្រទេសជាតិសមរភូមិខាងក្នុងទាំងគ្រប់មន្ត្រីក្រសួងស្ថាប័នសម្ដេចព្រះសង្ឃរាជទាំងអស់ការងារណាក៏សូមឲ្យសម្រេចដឹកនាំនាវាកម្ពុជាឲ្យបានសុខសន្តិភាពនិងមានវឌ្ឍនភាពរុងរឿងរីកចម្រើនតរៀងទៅសូមថ្វាយព្រះរាជកុសលនេះមិនភ្លេចដល់សម្ដេចព្រះមហាសមេធាធិបតីព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គមានបតីអាណិតអាសូរដល់ជនជាតិខ្មែរក្រីក្របានបួសបានរៀនញ៉ាំងឲ្យបួសរៀនមានអ្នកប្រាជ្ញកើតឡើងដោយផ្សិតមានលោកទេសនាមានធម្មកថាផ្សព្វផ្សាយតាមធម៌ទេសនាតាមមជ្ឈុតាមទូរទស្សន៍សពបែបយ៉ាងនេះហើយក្រោមរាជាធិបតីភាពរបស់សម្ដេចលើកតម្កើងសាសនាយើងឲ្យមានអ្នកប្រាជ្ញឡើងវិញឲ្យមានអ្នកចេះអ្នកដឹងឡើងវិញដូច្នេះសូមសម្ដេចបានបជនមាទីឃាយូវែងយឺជាមលុបដល់កូនចៅញោមញាតិពុទ្ធបរិស័ទបានឃើញស្រាប់បដិជាប្រគុណដឹកនាំនៅតំបន់នេះបដិជាប្រគុណទួលតាអៀមដែលមានបតីទុនតោអាណិតអាសូរដល់ពុទ្ធបរិស័ទបូជាជីវិតរបស់ខ្លួនមកក្នុងសាសនាដើម្បីដឹកនាំពុទ្ធបរិស័ទសូមឲ្យព្រះអង្គមានបជនមាទីឃាយូវែងយឺនយូររួមនឹងសហការីគ្រប់ព្រះអង្គក៏ចឹងដែរឯលោកយាយលោកតាលោកអាចារ្យគណៈកម្មការចំណាយពេលវេលានឹងខ្លួនវ័យមានចំណាស់ចាស់ឲ្យមកដឹកនាំកម្មវិធីបុណ្យនេះសូមឲ្យលោកតាបានសម្រេចនៅធម៌ជាន់ខ្ពស់និងឆាប់ផុតទុក្ខភ័យទាំងអស់គ្នាអ្នកមកចូលចាប់មាក់ផលសុំបីបាយមួយវែកដណ្ដៃមួយគួរស្លាមួយចំណិតមួយលូមួយស្លឹកទឹកមួយត្រឡោកទៅផ្ទះវិញបាត់ក្តីនៅក្នុងទីនេះក្តីសូមឲ្យបានសម្រេចប្រយោជន៍សពបែបយ៉ាងតាមប្រាថ្នាជើងចក្រានជើងឆ្នាំងខាងចុងភៅអ្នកជួយតបជួយតែងជួយចាត់ជួយចែងជួយលីជួយសែងលើកទុកលើកដាក់លាងចានឆ្នាំងប៉ាន់ពេនចិត្តបន្លែផ្លែឈើអ្នកដាំអ្នកថ្លអ្នកស្លុកថែមប្រហុកថែមអំបិលថែមប៊ីចេងទាំងចាស់ទាំងក្មេងជាវិជាបច្ចៈអ្នកខ្វល់ខ្វាយរត់ទុកបំរើភ្ញៀវបំរើប្រសងប្រាថ្នាប្រយោជន៍ណាពលណាសម្បត្តិណាចូលសម្រាប់មានមេត្តាបីដាបបាយចែកឋានទៅដោយគេដែរសូមឲ្យបានទទួលអត្ថមនុញ្ញផលក្នុងទីនេះដែរទាំងម្ចាស់បុណ្យទាំងញោមញាតិពុទ្ធបរិស័ទហើយក៏មិនភ្លេចដល់ញោមញាតិដែលបានជួយធ្វើធម្មទានផងណាធម៌ហ្នឹងគឺវាមាន4ធម៌ពិតពាក្យថាសច្ចធម៌ហ្នឹងគឺធម៌ពិតពាក្យថាធម៌ពិតហ្នឹងយើងជឿក៏ដោយមិនជឿក៏ដោយមិនសំខាន់ទេប៉ុន្តែត្រូវតែមានអត់មានបខំណាថាឲ្យជឿទេប៉ុន្តែរកឃើញទៅវាពិតទី1វាទុកកសច្ចៈមនុស្សទៅកើតមកមានទុកហើយពិតមិនពិតចាំចំណាំមើលទៅតែយាយណាយំញឹកជាងគេស្គាល់ទុកតែកូនធ្វើបាបច្រើនជាងគេឈឺអាពាតច្រើនជាងគេដឹងថាអញមានរូបមានទុកមែនជឿមិនជឿមិនសំខាន់ប៉ុន្តែសំខាន់ទុកត្រូវតែមានក៏នមុនហើយនឹងក្រោយតិចហើយនឹងច្រើនសពថ្ងៃក៏កំពុងតែទុកដែរប៉ុន្តែដោយសារថាយើងវាស៊ាំទ្រាំជាមួយទុកទៅអាសបាយបន្តិចបន្តួចមកប្រឡប់ទៅហាក់ដូចជាសក់ខ្លាំងណាស់ប៉ុន្តែអត់បានទេអង្គុយទៅយូរមិនប្រែជើងក៏ចប់ដែរងើបឡើងដើរពេលរឡានឥឡូវហើយបើដូច្នេះកើតមកតែមានទុកហើយសច្ចៈមួយទៀតព្រះអង្គរកឃើញហៅថាដែនហេតុអីនាំឲ្យកើតទុកលោកហៅថាសមុទយសច្ចៈគឺរហេតុវាពិតជាមានហេតុផលដែលនាំឲ្យកើតទុកមកទៅពីមានរូបរាងកាយមកទៅពីមានបញ្ចខណ្ឌមកទៅមានកិលេសមកពីមានសង្ខារមកពីមានឧបាទានកម្មនាំតាក់តែងបង្កើតរូបរាងកាយមកក្នុងវាលវដ្តសង្សារនេះគឺត្រូវតែទទួលទុកកើតពីសេចក្តីស្រឡាញ់ទុកកើតពីសេចក្តីស្អប់ទុកកើតពីខឹងទុកកើតពីប្រាថ្នា
ខឹងគេច្រើនក៏ពិបាកខ្លួនឯងនេះមិនស្រួលទេណាបើដូច្នេះហើយព្រះអង្គរកឃើញហេតុអីដែលនាំឲ្យកើតទុក្ខនោះមួយទៀតព្រះអង្គទ្រង់រកផ្លូវដើម្បីរំលត់ទុក្ខនឹងរកផ្លូវដើម្បីរំលត់ទុក្ខដែលគេហៅថានិរោធសច្ចៈរកផ្លូវដើម្បីរំលត់ហើយរកឃើញរកវិធីឃើញឲ្យយើងប្រតិបត្តិទៅតាមផ្លូវទាំង8អថង្គិកមៈទាំង8ដែលហៅថាមគ្គសច្ចៈមានផ្លូវពិតប្រាកដសម្រាប់ចេញរួចពីទុក្ខសមាទិដ្ឋិសមាសង្កបៈសមាវាយាមៈសមាសមាធិសមាសតិជាដើមនោះហើយគិតត្រូវនិយាយត្រូវសមាធិត្រូវពិចារណាតម្កល់ចិត្តត្រូវត្រេះរិះត្រូវការងារត្រូវយល់ឃើញត្រូវទាំងអស់កុំឲ្យខុសអានឹងទើបរួចទុកបានដូច្នេះយើងសរុបធម៌ដែលព្រះអង្គត្រាស់ដឹងហៅថាសច្ចធម៌មកគឺទុក្ខសច្ចសមុទយសច្ចនិរោធសច្ចមគ្គសច្ចៈមានន័យថាទី1ទុក្ខទី2រកហេតុនាំឲ្យកើតទុក្ខឃើញទី3រកវិធីដើម្បីរំលត់ទុក្ខរកវិធីនឹងឃើញហើយទី4គឺអនុវត្តតាមវិធីនោះបានផុតទុក្ខយើងយកអរិយសច្ចនឹងមកប្រៀបជាមួយពុទ្ធបរិស័ទក្នុងការរស់នៅក្នុងសង្គមដែលគេហៅថាក្នុងលោកីនេះមនុស្សយើងក៏វាមានទុក្ខបើយើងគិតមិនទាន់ដល់ធម៌ជ្រៅយើងបែរមករកធម៌រយៈត្រឹមតែជីវភាពរបស់មនុស្សសេចក្តីសុខនៅក្នុងសង្គមមនុស្សសិនមនុស្សយើងកើតទុក្ខព្រោះអីទុក្ខព្រោះអត់បាយទុក្ខពីព្រោះឈឺទុក្ខពីព្រោះល្ងងទុក្ខពីព្រោះគេបៀតបៀនទុក្ខពីព្រោះចិត្តប្រាថ្នាអីវាមិនបានសម្រេចបើដូច្នេះយើងឃើញថាសេចក្តីទុក្ខនឹងវាទុក្ខកើតមានណាកើតមានមកពីអីអត់បាយមកពីខ្ជិលក៏មានមកពីអត់ទៅធ្វើការក៏មានមកពីទៅធ្វើការវាពិបាកផ្លូវក៏មានមកពីអត់មានទូកឆ្លងមកពីអត់មានស្ពានឆ្លងយកអ្នកជំងឺទៅពេទ្យមិនតាន់ឈឺរត់ទៅពេទ្យមិនតាន់អាឡ័យអត់មានទូកអត់មានស្ពានឆ្លងទូកទៅចំទូកលិចទៀតឧបមាអញ្ចឹងវាជាហេតុរាយរងមួយដើម្បីឲ្យមនុស្សនឹងកើតមកជាទុកវាមានហេតុផលខុសៗគ្នាហេតុផលខ្លះមកពីផ្លូវហេតុផលខ្លះមកពីអត់ផ្លូវហេតុផលខ្លះមកពីអត់ស្ពានហេតុផលខ្លះមកពីអត់ស្ពានកូនវាទៅរៀនមិនទាន់ម៉ោងអ្នកទៅធ្វើការក៏មិនទាន់ម៉ោងអ្នកទៅស្រែក៏ទៅពិបាកមកបានអីក៏ពិបាកដឹកជញ្ជូនសពបែបយ៉ាងយើងឃើញតែគ្រាន់តែនិយាយពីស្ពានមួយមុខហ្នឹងវាអត់តែស្ពានមួយមុខហ្នឹងវាមានទុកមួយកណោសម្រាប់មនុស្សរស់នៅក្នុងបច្ចុប្បន្នបើអាកោយន្តឆ្លងអស់ហ្នឹងក៏វាពិបាកម្ល៉េះហើយវាងចុះវាងឡើងវាខាតវាសិតតែនាំហេតុទុកទាំងអស់អញ្ចឹងនិរោធគេហៅថានិរោធសច្ចៈដើម្បីរកពិធីរងាប់សេចក្តីទុកនឹងបានត្រូវធ្វើម៉េចបើមិនរកទុកឆ្លងឲ្យធ្វើស្ពានតែនឹងវិធីអនុវត្តតាមអរិយសច្ចៈអញ្ចឹងយើងធ្វើស្ពានហ្នឹងគឺជាមធ្យោបាយបំបត្តិសេចក្តីទុករបស់ប្រជាជននៅក្នុងតំបន់ហ្នឹងទុកមួយផ្នែកនៅមានអាផ្សេងពីនឹងច្រើនទៀតប៉ុន្តែយើងនិយាយអាផ្នែកហ្នឹងពីព្រោះវាចំបនស្ពានហ្នឹងដល់ទៅពេលយើងធ្វើហើយយើងគិតឃើញថាផ្លូវដើម្បីរំដោះទុកវាមានតែបើមិនធ្វើស្ពានធ្វើផ្លូវធ្វើទូកឆ្លងបើអញ្ចឹងយើងសម្រេចយកមួយណាចាប់ផ្ដើមមគ្គសច្ចៈអនុវត្តឥឡូវធ្វើផ្លូវឥឡូវធ្វើស្ពានបានជាយើងធ្វើទៅដើម្បីរំដោះនៅសេចក្តីទុកដតិចតួចសម្រាប់នៅក្នុងតំបន់សម្រាប់នៅក្នុងភូមិស្រុកនេះมันអាចសម្រាប់ប្រជាជនទូទៅមកប្រទេសឲ្យរួចទុកទាំងអស់គ្នាបានទេជួយបានមកក្នុងតំបន់មកកន្លែងហ្នឹងបានស្រួលចឹងទៅហើយបើយើងគិតមើលពីបញ្ហាសេចក្តីសុខរបស់មនុស្សនៅក្នុងសង្គមមួយហៅថាសង្គ្រោះគ្នារស់នៅក្នុងសង្គមយើងនេះបើសិនជាមិនមានការសង្គ្រោះគ្នាមិនមានការជួយគ្នាទេយកគ្នាជាសត្រូវទៅរកសុខឯណានឹងឃើញខ្ញុំមនុស្សយើងច្រើនយករបងផ្ទះធ្វើមិត្តយកអ្នកខាងចិត្តធ្វើសត្រូវបើធ្វើបែបនោះអត់បានសុខប្រមាណទេសុខចិត្តមានបានបន្តិចបន្តួចឡើងយុះសាក់បន្តិចបន្តួចចាក់ក្តាមធ្វើពាក្យដាក់អ្នកចិត្តខាងមើលងាយអ្នកចិត្តខាងធ្វើរបងឲ្យកពុះលិចក្បាលយករបងជាមិត្តយកអ្នកខាងចិត្តជាសត្រូវនៅពេលយើងមានទុក្ខមានភ័យមានអាសន្នគេមិនជួយយើងទេយើងធ្វើឲ្យគេស្អប់យើងមានទ្រព្យមានលៀបមានយសហើយយើងគួរតែឲ្យគេស្រឡាញ់ឲ្យច្រើនទៀតមានអ្នកគ្រប់គ្រងឲ្យច្រើនទៀតបានយើងកាន់តែប្រសើរហើយបើយើងបែរទៅជាមានលៀបមានយសបង្កើនសត្រូវឲ្យកាន់តែច្រើនទៀតនៅតែវិលមករកសេចក្តីទុក្ខវិញដែរបើសិនជាមនុស្ស
យករបងនឹងយកអ្នកចិត្តខាងនេះធ្វើជាមិត្តភក្តិស្និទ្ធស្នាលឲ្យគេស្រឡាញ់ចូលចិត្តរស់នៅក្បែរគ្នាមិនបាច់មានរបងក៏វាសក់ដែរគេនៅជុំវិញគេជួយយើងដូចគេថាអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ានអញ្ចឹងអ្នកមានរក្សាក្រត់អ្នកសាខ្សត់អ្នកមានរក្សាខ្សត់ដូចសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ានបើយើងរៀនចេះដឹងខ្លាចជាអ្នកប្រាជ្ញធ្វើមិនឲ្យអ្នកល្ងងស្រឡាញ់ផងកុំឲ្យគេស្អប់អីហើយបើយើងធ្វើជាអ្នកមានបានធ្វើមិនឲ្យអ្នកក្រនឹងស្រឡាញ់យើងផងកុំឲ្យអ្នកក្រចាត់យើងជាសត្រូវម្ល៉េះហើយធម៌ទាំងនេះព្រះពុទ្ធទ្រង់ឲ្យយើងចេះសន្តោសសង្គ្រោះគ្នាដែលហៅថាសង្ឃហធម៌មាន4ទី1ទានអ្នកចេះចែករំលែករបស់ដែលយើងបានមកធ្វើឲ្យអ្នកចិត្តខាងគេស្រឡាញ់ចូលចិត្តអក្សរសិល្ប៍ខ្មែរបានបញ្ជាក់ថារឿងមេយើងអាមេនុបនឹងបានប្រពន្ធខាតលាក់នោះគ្មានចេះរាប់មិត្តទេគេស្អប់ពេញភូមិដល់ពេលលើកក្រោយបានប្រពន្ធគ្រប់លាក់មកប្រពន្ធនឹងប្រាប់ប្តីថាយើងក្រគ្មានទ្រព្យសម្បត្តិគ្មានញាតិមិត្តបងប្អូនទេយើងមិនត្រូវយកអ្នកណាជាសត្រូវទេយកអ្នកភូមិផងរបងជាមួយយើងជាមិត្តយើងអញ្ចឹងហើយយើងបានត្រីបានអីមកយើងត្រូវចែកគ្នាទីបំផុតអ្នកស្រុកអ្នកភូមិស្រឡាញ់គ្រួសារនឹងគេចាញ់ចូលផ្ទះនឹងគេស្រឡាញ់ចូលចិត្តដោយសារកំណត់ដឹកនាំដ៏ប្រសើរធ្វើខ្លួនពីអ្នកក្រីក្ររហូតដល់ជាសេដ្ឋីដល់ជាអ្នកមាននេះហើយដែលគេហៅថាទានអ្នកមកពីការចែករំលែកទានហ្នឹងមិត្តានិកន្តតិមានតែទានទេដែលអាចចងមិត្តបានសពអ្នកណាមួយសំអីមិនបានកំណាញ់ចង់ប្រឆាំងជាមួយអ្នកកំណាញ់ហ្នឹងឲ្យញឹកទៅបើថានៅផ្ទះក្បែរគ្នាដួសសឡមួយចានហុចមានផ្លែឈើហុចចុះហុចឡើងថ្ងៃក្រោយប្រើកូនឲ្យយកស្អីបន្តិចមកឲ្យយើងដែរហើយអានឹងមកយោបាយបតុនចិត្តមហាស្នេហ៍អ្នកកំណាញ់មានតែផ្លូវឲ្យបានពុទ្ធសង្ឃៈទី1ទានអ្នកចែករំលែកចឹងបានទោះយើងទៅនៅប្រទេសណាស្រុកណាដោយមកមានការចែករំលែកធ្វើបន់ធ្វើទានជូនដល់អ្នកក្រីក្រមានអីជួយកសាងអីជួយចែកអីហ្នឹងទៅអានឹងជាសង្ឃៈទី1ទានអាចចងមិត្តបានទី2បយៈវច្ចៈពូលពាក្យពីរោះភាសាជាទីស្រឡាញ់គេហៅថាសម្ដីសជាតិមយាទសពូជសម្ដីសជាតិមយាទសត្រកូលមនុស្សគេយកសម្ដីតម្រៃគេយកភ្លុករនៀបបាក់យករនៀបជួសបើសម្ដីហួសអត់អីជួសទេហើយអណ្ដាតជាអាចកន្លងបានសុខទុក្ខផងពីព្រោះអណ្ដាតបុរាណអាចារ្យព្រានបដៅយើងឲ្យចេះពូលពាក្យទៅកាន់អ្នកដទៃពីរោះពិសាជាទីស្រឡាញ់គេស្អប់យើងក៏ដោយសារសម្ដីគេស្រឡាញ់យើងក៏ដោយសារសម្ដីគេបោកយើងបានក៏ដោយសារសម្ដីយើងបោកគេបានក៏ដោយសារសម្ដីបើដូច្នេះហើយសម្ដីនេះមានអធិពលមានពឹសមានពលបានគេថាអណ្ដាតនឹងគ្រោះថ្នាក់ណានិយាយឲ្យគេខឹងគេខឹងនិយាយឲ្យគេស្រឡាញ់គេស្រឡាញ់និយាយឲ្យគេស្អប់គេស្អប់និយាយឲ្យគេជេរគេជេរម្ល៉េះហើយការពោលពាក្យទៅកាន់អ្នកដទៃចិត្តខាងលោកឲ្យពោលពាក្យស្រឡាញ់កុំបញ្ចោះប្រសោកទៅគោះបោះបោកឧបមាដូចថានិយាយតាអញ្ជើញមកអញ្ចឹងណាស្លនឹងមិនសូវជាឆ្ងាញ់ប្រហែលទេក៏ប៉ុន្តែពោលពាក្យអាក្រក់អានឹងមិនដឹងមិនទេប៉ុន្តែបើនិយាយពីសម្លនឹងឆ្ងាញ់ណាស់ប៉ុន្តែគេលើកដាក់លើតុហើយយាយគាត់កំពុងហូបកាយញាត់គេមកថាយាយអញស៊ីច្រើនយាយនេះស៊ីជ្រះឆ្អាតអាត្មាគិតថាដូចជាលែងឆ្ងាញ់ហ្នឹងដល់ថាអញ្ចឹងដូចលែងឆ្ងាញ់បាត់ណាហ្នឹងស៊ីមកបនគេមកស៊ីមកវិចចូលបនតែ1000 2000នេះស៊ីឲ្យវិចទៀតតែឲ្យតែប៉ុណ្ណេះដូចលែងឆ្ងាញ់បាត់ហើយបបោមាត់ញាត់ទៅបាត់ណាប៉ុន្តែបើសិនជាសឡនឹងអត់ឆ្ងាញ់ទេខ្វះបោកអំបិលល្មមអីលោកយាយហើយលោកយាយខ្ញុំអរណាស់បានអញ្ជើញមកបនខ្ញុំលោកយាយខំពិសាឲ្យច្រើនលោកយាយណាឆ្ងាញ់ក៏ដោយមិនឆ្ងាញ់ក៏ដោយធ្វើមុខធ្វើមាត់ឲ្យដូចកំពុងឆ្ងាញ់អញ្ចឹងទៅលោកយាយចៅសប្បាយចិត្តបានមកបនខ្ញុំអរណាស់ហីអាសឡមិនឆ្ងាញ់ហើយឆាន់ហើយហូបឲ្យខ្ទេចអស់នៅសល់ចានឥឡូវហើយបានគេថាមនុស្សមានបានប៉ុណ្ណាក៏ដោយអាសម្ដីនឹងវាសពូជវាសតកូលគេចង់ដឹងអ្នកល្អញោមចំណាំមើលមនុស្សដែលវាមិនល្អសំបីឡើងលៀបឡើងយុះឡើងសាក់ខ្លាចជាអ្នកមានដែរចេញអាលក្ខណៈមិនល្អមកប្រើសម្ដីមើលងាយគេផ្លែតអត់ដឹងថាខ្លួនឯងកំពុងតែអនុវត្តធម៌អត់ទេធ្វើខ្លួនឯងថារឹកគ្រាន់បាល់ទៀតប៉ុន្តែយកឲ្យបច្ចេករិទ្ធធ្វើមើលងាយគេមកនឹងសម្ដីបែបតកោះបោះបោកដាក់អ្នកក្រីក្រអ្នកតូចអ្នកទាបសម្ដីនឹងកំពុងបង្ហាញរឹកខ្លួនឯងឲ្យគេឃើញថាឯងនឹងវាអន់ប៉ុន្តែអត់ដឹងអាឡ័យសបឹងថាអញឡើងលៀបអញឡើងយុះអញឡើងសាក់អញអ្នកធំម្ល៉េះហើយផ្លេចគិតថាឯងកំពុងតែអនុវត្តធម៌អត់នេះថាល្អកំពុងចង់ល្អចង់មានសាងប្លង់ក្រចង់ល្អសាងប្លង់អាក្រក់ដូចគេថាហ្នឹងបើដូច្នេះសង្ឃហៈទី2គឺពាក្យសម្ដីការពោលពាក្យពីរោះពិសាដល់គ្នានឹងគ្នាជាហេតុនាំឲ្យបានសេចក្តីសុខជាការសង្គ្រោះគ្នានៅក្នុងសង្គមដោយក្នុងច្បាប់ស្រីគេថាហ
ហើយកូនស្រីស្ងួនមាសម្ដាយក្រណាស់នាងហើយតាមដោយច្បាប់ស្រីក្រមួយមិនបានសម្ដីពាក្យទុនតិចនៃឲ្យញាតចូលចិត្តក្រមួយមិនបានរិះគិតឃើញញាតឆ្ងាយចិត្តហៅឡើងឆៃស្លាទោះមានមិនមានក្តីណាពាក្យផ្អែមចរចាទើបគេស្រឡាញ់កុំជួចិត្តស្មោកកំណាញ់មិនមានអស់អញនឹងញាតសណ្ដានអស់យុះរបស់ផងបានកើតសុខសែនសានក៏ព្រោះកូនស្រីលោកលើកឡើងថារឿងក្រពាក្យក្រសម្ដីមិនចេះហៅញាតមិនចេះរាប់រញាតហ្នឹងវាអត់បានសក់ទេអញ្ចឹងបើឃើញញាតទោះបីមិនមានមលូស្លាមិនមានទឹកតែទឹកក្តៅទឹកត្រជាក់អូលោកយាយអើយអញ្ជើញអង្គុយមកពិសាស្លាពិសាទឹកពិសាតែសិនអូយឲ្យតែបានពាក្យប៉ុណ្ណេះក្រណាអញ្ចឹងបានគេថាមានញោមញាតខ្លះគាត់អន់ចិត្តនឹងលោកដែរគាត់ថាអីលោកនោះឯងទៅចូលប៉ុនមកតែកន្លែងអង្គុយគ្មានឃើញឲ្យឯងចូលទៅតាណាអីតាណាសួរមួយម៉ាត់ឆ្លើយមួយម៉ាត់សួរពីរម៉ាត់ឆ្លើយពីរម៉ាត់លែងសួរដល់ចោលឯងបាត់ឯងទៅពីឆ្ងាយមិនដឹងបន្ទប់ទឹកនៅណាមិននឹងកន្លែងសម្រាប់នៅណាចុះពីឡានតហេតហៈហេទៅតែម្ដងលែងមានអារម្មណ៍ទៅហើយគុណនោះលោកអត់មានរស់រាយរស់ឯងឯងមិនតិចអាត្មាសម្រួលថាញោមមិនក្រែងលោកអត់ស្គាល់លោកមិនហ៊ានវាជួនកាលអធិពលនៃទំនាក់ទំនងពាក្យសម្ដីហ្នឹងវាមានផលវិបាកនិងផលចំណេញចឹងដែរបានលោកឲ្យសង្ឃៈទី2ពយវច្ចៈទី3អត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាទោះបីគេជួលក៏ដោយគេមិនជួលក៏ដោយចេះអីក៏ជួយនឹងទៅឧបមាដូចយើងធ្វើស្ពានឲ្យគេឆ្លងមិនមែនគេធ្វើទៅដើម្បីឲ្យគេឲ្យលុយយើងគេឆ្លងទៅបានលុយគេឲ្យលុយគេមិនឲ្យលុយអីអត់ទេគឺដើម្បីឲ្យអ្នកណាក៏ដោយមិត្តយើងក៏ដោយសត្រូវយើងក៏ដោយគ្រួសារយើងក៏ដោយគ្រួសារគេក៏ដោយឆ្លងចោះធ្វើដំណើរចុះអាហ្នឹងអញ្ចឹងគេឲ្យតែប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាឲ្យបានប្រយោជន៍ដល់គេចុះមិនមែនថាឲ្យគេឆ្លងទៅនឹងយកស្អីមកឲ្យខ្ញុំអត់ទេមិនបាច់ចាំឲ្យខ្ញុំទេឲ្យតែអ្នកឯងនឹងធ្វើដំណើរធ្វើអីបានសុខស្រួលចុះដឹកប្រពន្ធទៅពេទ្យអីឲ្យតាន់ចុះប្រពន្ធប្រងឆ្លងទលេអីដឹកឲ្យតាន់ចុះកុំឲ្យមានបញ្ហាខ្ញុំអត់ចង់បានអីពីណែទេឲ្យតែណែឯងបានសុខហើយបើថាឈឺធ្ងន់អីពវៀនដោះខ្នែងដោះអីមិនយកទៅពេទ្យឲ្យតាន់វះកាត់ចុះចង់ឲ្យតែគេបានសុខអញ្ចឹងឯចំណែកទី4សង្ឃៈលោកហៅថាសមានតតាទម្លាក់មានអ្នកធ្វើខ្លួននឹងកុំឲ្យលើសគេពេកទោះបីមានបានយ៉ាងណារៀបអកប្បកិរិយាចរិតមេរយាទសាមញ្ញដូចគេដូចឯងតែនឹងហើយជាសង្ឃៈរស់នៅក្នុងសង្គមបានសុខមនុស្សដែលចេះគិតគូរចេះក្នុងពុទ្ធសាសនាលោកហៅថាបណ្ឌិតពាក្យថាបណ្ឌិតសំដៅទៅលើបុគ្គលណាមានធម៌4ទី1ហៅថាអត្តសទ្ធិទៅរៀនខ្លួនឯងធ្វើខ្លួនឯងបប្រតិបត្តិខ្លួនឯងឲ្យមានចំណេះមានលទ្ធភាពសិនទី2បរសទ្ធិមកដឹកនាំអ្នកដទៃឲ្យបានល្អដែរទី3សង្ឃៈជួយសង្គ្រោះដល់អ្នកដទៃជាការឲ្យនៅទ្រព្យសម្បត្តិឲ្យនៅចំណេះដឹងឬក៏ចែករំលែកសេចក្តីសុខដូចជាបរិច្ចាគកសាងនេះកសាងនោះជាប្រយោជន៍ដល់អ្នកដទៃនឹងហើយឯចំណែកទី4គេហៅថាកតញ្ញូជាអ្នកដឹងគុណមិនភ្លេចមាតុភូមិមិនភ្លេចជាតិមិនភ្លេចស្រុកទេសមិនភ្លេចកំណើតមិនភ្លេចយាយតាញោមញាតិធ្លាប់ពោធ្លាប់បីយើងពីតូចមិនមែនថាបានសុខបានស្រួលទៅដល់ទីនេះទីនោះភ្លេចជាតិភ្លេចកំណើតអត់ទេបុគ្គលណានៅតែនឹកដឹងគុណជាតិដឹងគុណទឹកដីដឹងគុណថ្នាក់ដឹកនាំដឹងគុណមេត្តាបិតាដឹងគុណគ្រូឧបជាយាចាសពបែបយ៉ាងនេះបុគ្គលទាំងអស់នេះហើយដែលជាហៅថាបណ្ឌិតមានធម៌4ប្រចាំខ្លួនបុគ្គលនេះឯងរមែងជួបតែរឿងជោគជ័យក្នុងជីវិតនៅក្នុងទីនេះដោយសារយើងមានធម៌ដែលគេហៅថាធម៌របស់សពបុរសធម៌បណ្ឌិតសង្ឃៈធម៌នៅក្នុងខ្លួនហើយបានកសាងជាស្ពាននេះដើម្បីជួយរំលែកទុក្ខដល់ប្រជាជននៅក្នុងតំបន់នេះការប្រើប្រាស់ដើម្បីជាប្រយោជន៍រៀងខ្លួនទៅចោះហើយបើយើងគិតទៅតាមពុទ្ធសាសនាវិញដោយបើយើងគិតពីប្រយោជន៍បច្ចុប្បន្នយើងឃើញផ្ទាល់ភ្នែកហើយប៉ុន្តែបើយើងគិតពីពុទ្ធសាសនាវិញពីរឿងបុណ្យពីរឿងកុសលពីរឿងអានិសង្សវិញយ៉ាងណាទៅរឿងសាងស្ពានហ្នឹងអ្នកសាងស្ពាននេះរាប់ចូលក្នុងពុទ្ធសាសនាគេហៅថាបានបុណ្យទាំងយប់ទាំងថ្ងៃញោមមានទេវតាអង្គមួយចូលទទួលសួរព្រះអង្គនៅក្នុងសត្តមៈសោទី7ទេវតាសាងយុទ្ធកម្ពីសាងយុទ្ធនិកាយសគាធវៈថាបបិទ្ធព្រះអង្គដោយចម្រើនបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាហើយបុគ្គលពួកណាទៅដែលបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកាន់ស្ថានសួគ៌ព្រះអង្គទេវតានោះថាគេសង្តិវាចរតោចសទាបញ្ញាំប្រវត្តិតិធម្មថាសីលសម្បណ្ណោគេជានិសារគាមិនោព្រះពុទ្ធក៏ឆ្លើយតបមកវិញផ្លែថាអរាមរូបាវណរូបាយេជនេសេតុករកាបបញ្ចឧតបានញ្ចយេតតន្តិឧបសយ៉ាងទេសង្តិវាចរតោចសទាបញ្ញាំប្រវត្តិតិធម្មថាសីលសម្បណ្ណោទេជានិសារគាមិនោបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាដល់បុគ្គលពួកនេះ
អ្នកណាកសាងអារាមរូបាគឺកសាងសួនច្បារដាំឈើផ្កាជាលំអសួនច្បារជាបាជាបៃមេលតីមហាហង្សតយងយុទ្ធកាផ្កានួនស្រីកលាព្រំដួលរៀបចំទីកន្លែងវត្តវាអារាមឬទីណាមួយដើម្បីឲ្យគេមើលទៅឃើញមានអារម្មណ៍ចិត្តស្រស់ស្រាយសប្បាយហៅថាអារាមរូបានៅនេះឯងបានបន់ទាំងយប់ទាំងថ្ងៃមួយទៀតវណ្ណៈរូបាណានាដាំដើមឈើព្រៃធំពីកគីកកោះបេងនាងនួនច័ន្ទម៉ាក់ប៉ែនពីកញុងឬក៏ស្វាយដូងខ្នោរបស់ណាគេប្រើប្រាស់ឈើជាមលុបជ្រកតិចតិជុំឲ្យគេជ្រករាប់ទាំងដាំដើមឈើដើមពោដើមអីសពយ៉ាងហ្នឹងអ្នកដាំដើមឈើនិងអ្នកថែរក្សាដើមឈើឲ្យគេជ្រកឲ្យគេបានតិចមលុបស្រួលនេះបានបន់ទាំងយប់ទាំងថ្ងៃទី2នេះគេហៅថាវណ្ណៈរូបាយេជនីសេតុការកាអ្នកណាកសាងស្ពានកសាងសាលារៀនកសាងមន្ទីរពេទ្យកសាងផ្លូវថ្នល់ឬក៏ចេញថ្លៃទុកដល់ចម្លងដល់អ្នកដទៃអ្នកនេះបានបន់ទាំងយប់ទាំងថ្ងៃដូច្នេះអ្នកកសាងស្ពាននេះក្នុងធម៌រាប់ចូលយេជនីសេតុការកាអ្នកណាកសាងស្ពានកសាងផ្លូវថ្នល់សម្រួលដល់ចរាចរណ៍ធ្វើដំណើរដើរយប់ដើរថ្ងៃអ្នកនេះបានបន់ទាំងយប់ទាំងថ្ងៃគេឆ្លងយប់បានបន់យប់គេឆ្លងថ្ងៃបានបន់ថ្ងៃហើយបើយើងគិតមើលទៅប្រគិនចង្ហាន់លោកមួយចានលោកឆាន់បានមួយពេលហើយប្រគិនស្បង់ចពោលោកមកកាផ្លេប្រើបាន5 6ឆ្នាំហើយដល់ទៅធ្វើស្ពាននេះមួយមិនដឹងប្រមាណឆ្នាំទេបានបនយូរជាងគេបានបនវែងជាងគេមិនតែប៉ុណ្ណោះបានបន់ទាំងយប់បានបន់ទាំងថ្ងៃពីព្រោះពេលយប់ក៏គេឆ្លងពេលថ្ងៃក៏គេឆ្លងពេលព្រឹកក៏គេឆ្លងហើយយើងអ្នកម្ចាស់គ្រាន់តែត្រេកអរបានបន់រហូតតែចេះឲ្យតែគេឆ្លងស្ពានយើងបានបន់មិត្តក៏មកឆ្លងសត្រូវក៏មកឆ្លងបងក៏ឆ្លងប្អូនក៏ឆ្លងគ្រួសារយើងក៏ឆ្លងគ្រួសារគេក៏ឆ្លងមួយថ្ងៃមិនដឹងប្រមាណអ្នកបើគិតទៅម្នាក់បន់មួយជ្រោចឲ្យ10អ្នក10ជ្រោចឲ្យបើ100អ្នកមិន100ជ្រោចបន់ទៅហើយទាំងយប់ទាំងថ្ងៃបើដូច្នេះហើយអ្នកណាកសាងទីឧបស័យកសាងស្ពាននេះបានបន់បានទាំងយប់បានទាំងថ្ងៃហើយមួយទៀតឧតបាណាញ្ចៈអ្នកណាកសាងគ្រឿងទឹកជីកអាងជីកដូងជីកស្រះតពាំងស្ទឹងបឹងបួធ្វើជាប៉ោតពីងធ្វើឡាំងធ្វើធុងធ្វើកឡោពិនតងកលែងងូតទឹកគេផឹកគេងូតគេប្រើប្រាស់បានបន់ទាំងយប់ទាំងថ្ងៃដែរអ្នកកសាងអាងទឹកលូទឹកបាសាំងទឹកអីនោះជីកស្រះជីកដូងនោះហើយបានមួយទៀតឧបស័យអ្នកណាកសាងទីសាលាសំណាក់ផាកអាស្រ័យពីកុដពីសាលាពីព្រះវិហារបធ្នោបច្ចេតដីសាលាឈរទានអីហ្នឹងបានបន់ទាំងយប់ទាំងថ្ងៃដែរដូច្នេះពពុទ្ធទ្រង់សម្ដែងប្រាប់ទេវតានោះអញ្ចឹងហើយព្រះអង្គថាទេសង្តិវាចរិតតោចៈសទាបញ្ញံភវត្តតិធម្មថាសីលសម្បណ្ណោតេជនិសកគិមិនោបុគ្គលណាដែលកសាងស្ពានកសាងសាលារៀនកសាងអាងទឹកកសាងដាំដើមឈើជាទីជ្រកកោនសួនច្បារនិងទីសំណាក់ផាអាស្រ័យទាំងអស់នេះបុគ្គលណាហើយរមែងបានបន់ទាំងយប់គ្រប់ទាំងថ្ងៃបុគ្គលនេះនឹងបរិបូរដោយធម៌ប្រកបដោយសិលនិងទៅកាន់ស្ថានសួគ៌ញោមមើលគ្នាក្នុងធម៌លោកសម្ដែងឆ្លើយថាអញ្ចឹងដូច្នេះអ្នកកសាងស្ពាននេះគិតឃើញថាបានបន់ខ្លាំងមែននិយាយនិទានពីសេដ្ឋីមួយពីសម័យពុទ្ធកាលគាត់នឹងកើតជាមហាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដំណាស់ថាពីមុនមកធ្វើបុណ្យអីពីមុនមកគាត់នឹងឃើញផ្លូវវាប្រប៉ែកប្របាក់វាភក់ល្បាប់ហើយគាត់អាណិតពេកទៅយកអាខ្មោចក្បាលក្បីនោះឆ្អឹងវារឹងណាក្បាលយើងក៏រឹងដែរតែក្បាលយើងវាមូលដើរពិបាកក្បាលក្បីវាមានកប៉ែតពីលើចេះតែជន់ជើងទៅវាស្រួលគាត់ទៅរើសយកអាឆ្អឹងក្បាលក្បីនឹងយកមកទាំងរៀបដាក់នឹងផុកនឹងឲ្យគេទុំពីលើដល់គេដើរមកទៅឈានជន់លើអាក្បាលក្បីនឹងទៅដើរទៅថតទៅចេះហើយគាត់ធ្វើអញ្ចឹងអាហ្នឹងវាដូចជាស្ពានមួយដែរឲ្យគេឆ្លងផុកបានដោយស្រួលអានិសងគាត់ត្រេកអរនឹងបុណ្យគាត់ធ្វើតែប៉ុណ្ណឹងគាត់ទៅកើតក្នុងឋានសួគ៌អស់កាលយូរដល់ចុះត្រឡប់មកកើតជាមនុស្សបានជាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដំមកពីអីមកពីជួយចម្លងគេឲ្យគេមានឲ្យគេបាននោះគេទៅធ្វើស្រែគេទៅលក់ដូរសម្រាប់ឆាប់បានទ្រព្យសម្បត្តិជួយចម្លងគេឲ្យវាឆាប់បានទ្រព្យសម្បត្តិនោះគេណែឲ្យគេមានឲ្យគេបានណាគេទៅរៀនឲ្យវាឆាប់តន់សាលាតន់ម៉ោងគេឲ្យគេឆាប់ចេះញោមមើលគេណែគេទៅធ្វើការឲ្យតន់ម៉ោងគេឲ្យគេបានសម្រេចជោគជ័យបើដូច្នេះជួយគេឲ្យមានទ្រព្យជួយគេឲ្យមានលៀបឲ្យមានយុះឲ្យមានចំណេះសពយ៉ាងបែរមកពីគាត់ជួយគេគ្រប់មុខគេទៅពេទ្យគេទៅរៀនគេទៅធ្វើការគេបញ្ញាប់ដើរតាមផ្លូវគាត់អាដេញដាក់ក្បាលក្បីនឹងគឺវាលឿនជាងនោះហើយនឹងគ្រាន់តែក្បាលក្បីផងកើតឡើងមកបានសេដ្ឋីប៉ុណ្ណឹងឲ្យចុះតម្រាំយើងស្ពានឡើងចិត្តថ្លង់ចេះបើកឡានវឹងគ្មានទិសអីផងអញ្ចឹងនឹងប៉ុនប៉ុណ្ណាណោះញោមនេះហើយអានិសង្សបុណ្យនិយាយពីកវំបតិឯនោះវិញជាក្មេងគូក្មេងកបីឯនោះសោះចេញពី
ណែឃើញលោកចេញពីព្រៃមកឃ្លុំជប៉ុទៅហាលក្តៅជ្រះថ្លាទៅកាប់មែកជ្រះយកមកវាយធ្វើជាមលុបប្រគេនលោកចំណាំទៅលោកឃ្លុំជប៉ុទៅហ្នឹងកុំឲ្យលោកក្តៅឲ្យលោកមលុបហើយវាបានឯងក៏មលុបលោកក៏មលុបដែរលោកមកឃ្លុំជប៉ុទៅហ្នឹងព្រោះលោកនៅក្នុងព្រៃលោកអត់តាន់ឃ្លុំទេលោកដាក់ជប៉ុលើខ្លួនសិនដល់រៀបចូលភូមិបានលោកឃ្លុំអញ្ចឹងទៅឃ្លុំក្រុមមលុបហ្នឹងស្រួលថ្ងៃក្រោយមកមេឃភ្លៀងធ្លាក់អាកន្លែងហ្នឹងទៅជាភក់ល្បាប់បែកម៉ាំអស់ឃើញលោកមកឈរក្នុងផុកក្នុងល្បាប់ហ្នឹងវាអត់កើតទៅជូនដីខ្សាច់យកមកចាក់ដាក់ទាំងរៀបដូចយើងថារើសដុំថ្មខ្លះដីខ្សាច់ខ្លះស្អីខ្លះយកមកក្រាលឲ្យវាស្អាតសម្រាប់គេឈរទុំជន់លើហ្នឹងទៅកុំឲ្យវាប្រឡាក់ផុកវាចាហើយក្មេងក្បីហ្នឹងវាឆ្លាតធ្វើតែប៉ុណ្ណឹងទេញោមហើយលោកឃើញអញ្ចឹងលោកទៅទុំលើអាថ្មលើអាដីខ្សាច់គេរៀបឲ្យស្រួលហ្នឹងឃ្លុំជប៉ុនទៅដូចស្រួលមួយយ៉ាងដែរណាអាហ្នឹងដូចយើងធ្វើប្រដាប់ងូតទឹកគេហៅថាស្ពានដែរធ្វើប្រដាប់ទុំងូតទឹកប្រដាប់អីឲ្យវាស្រួលអញ្ចឹងស្រាប់តែលោកនឹងធ្វើអញ្ចឹងទៅគាត់វាត្រេកអរក្មេងក្បីសោះញោមឲ្យបានសុខមួយជាតិនោះសុខសប្បាយរហូតដល់ទៅស្លាប់ទៅកើតក្នុងឋានសួគ៌អស់កាលដ៏យូរដល់ឲ្យចុះមកត្រឡប់ជាមនុស្សហ្នឹងបានកើតជាព្រះកវមបតិនេះអស់ព្រះអរហន្តដតីលោកឆាន់ហើយលោកសឹងលោកសម្រាកក្នុងកុដក្នុងសាលាក្នុងព្រះវិហារអីកវមបតិនេះអត់ទេតែលោកឆាន់ហើយលោកទៅសម្រាកនៅឋានសួគ៌កន្លែងលោកធ្លាប់ទៅកើតមុននោះមានដើមជ្រេះទឹកអីនៅពេញនោះដើមជ្រេះលោកធ្លាប់ធ្វើមលុបឲ្យគេនោះវាទៅដោះទឹកនៅឋានសួគ៌កន្លែងលោកនឹងទៅជាអតិជុំណាអញ្ចឹងលោកឆាន់ហើយបាត់ពីវត្តមកសបកលោកទៅសឹងឲ្យឋានសួគ៌ហើយបានលោកចុះមកវិញព្រះកវមបតិនឹងហើយដែលគេគោរពគេបូជាចាត់ទុកថាព្រះអរហន្តមួយអង្គដែលគង់នៅទិសនិរដីនៃព្រះសម្ពុទ្ធចាស់ហើយកវមបតិយូរคล้ายមកជាព្រះខ្វាមបតិព្រះខ្វាមបតិនោះមកតាមពិតព្រះកវមបតិហើយកវមបតិនេះបានមកពីក្មេងកបីដែលចេះធ្វើមធ្យោបាយចម្លងគេដូចធ្វើស្ពានចម្លងផុកឲ្យគេចឹងដែរលោកបានចាក់ដីខ្សាច់ចាក់ស្អីកំរាលសម្រាប់គេទុំគេជន់ឥឡូវនេះគឺលោកបានសុខចម្រើននៅពៀនផុតទុកផុតភ័យបាត់ហើយញោមមើលឃើញណាអញ្ចឹងអ្នកធ្វើផ្លូវឲ្យគេឆ្លងនេះហាក់ដូចជាឲ្យគេឆ្លងពីទុកទៅកាន់សុខឆ្លងពីលំបាកទៅកន្លែងស្រួលឆ្លងទៅរកសេចក្តីសុខឆ្លងទៅរកសេចក្តីចម្រើនដែលអាត្មាប្រៀបធៀបមិញអញ្ចឹងបើថាមនុស្សកំពុងតែឈឺប្រកាច់ប្រកិនប្រងយកទៅពេទ្យអាឡ័យអត់ទូកឆ្លងអាឡ័យអូសកាត់ទឹកនឹងឆ្លងចុះឆ្លងឡើងទៅមិនដល់ពេទ្យផងក៏មិនដឹងដែរបើដូច្នេះហើយវាជាមធ្យោបាយមួយជួយសម្រួលដល់សេចក្តីសុខរបស់មនុស្សបានជាយើងនឹងវាបានសេចក្តីសុខណាស់ត្រឡប់មកវិញនោះសុខខាសទាតាមមេធាវីសុខខាងសោអធិកចតិអ្នកណាមានប្រាជ្ញាឲ្យសេចក្តីសុខដល់អ្នកដទៃសេចក្តីសុខនោះរមែងបានមកខ្លួនយើងវិញអញ្ចឹងហើយបានជាអង្គនៃព្រះសម្មាសម្ពុទ្ធយើងនេះដែលព្រះអង្គជាស្ដេចអ្នកប្រាជ្ញជាកំពូលអ្នកប្រាជ្ញជាអ្នកចម្លងសត្វនិកឲ្យផុតចាកទុក្ខព្រះអង្គចម្លងខ្លួនព្រះអង្គបានទុកបានសុខផុតទុកបានសុខហើយចម្លងមនុស្សបានសេចក្តីសុខចម្រើនគឺព្រះអង្គខិតខំព្យាយាមសន្សំបន្ទុំសាងនៅបារមីនោះពីដើមដំបូងឡើយក៏ព្រះអង្គធ្វើជាស្ពានចម្លងចឹងដែរពីព្រះសម្មាសម្ពុទ្ធពនាមទីបង្កត្រាស់ដឹងឡើងក្នុងលោកនឹងពុទ្ធយើងនឹងយោនយកកំណើតកើតជាតបោះឈ្មោះសមេធបណ្ឌិតពេលនោះឯងប្រជាជនគេអរតនាយាងព្រះសម្មាសម្ពុទ្ធចូលទៅក្នុងព្រះនគរហើយគេទៅរៀបចំផ្លូវសម្រាប់ពុទ្ធយាងមកហើយរៀបចំផ្លូវគេនាំគ្នាចែកអ្នកខ្លះយកប៉ណេះដុំអ្នកខ្លះយកប៉ណេះម៉ែត្ររៀបចំទៅនេះរៀបចំទៅនោះចែកទៅតបោះនឹងមកឃើញគេកំពុងតែធ្វើផ្លូវអញ្ចឹងសុំគេមកដុំដែរចង់បានប៉ុនគេដែរសុំគេម្ដុំគេឲ្យម្ដុំទៅវាស់គេទៅយកមកធ្វើគេលើកដីចាក់គេដាក់សម្រាប់គេដាក់កតិចថ្មគេដាក់អីសពបែបយ៉ាងអាម៉េចតាមបច្ចេកទេសគេសម័យនោះព្រះសមេធបណ្ឌិតនេះព្រះអង្គលោកអាចប្រើរិទ្ធក៏បានដែរលើកធ្វើផ្លូវនឹងដោយរិទ្ធក៏បានដែរប៉ុន្តែលោកចង់ប្រើកម្លាំងពលកម្មឲ្យបានប៉ុនច្រើនដល់លខំធ្វើដោយកម្លាំងធ្វើអត់តាន់ហើយស្រាប់តែប្រពុតយាងមកតម្រងញោមប្រពុតយាងមកបថុចញុចហើយមិនដឹងធ្វើម៉េចយកខ្លួនឯងនឹងទៅក្រាបធ្វើស្ពានអនុសលមកម្ដុំនោះមិនតាន់ហើយនោះយកខ្លួននឹងទៅក្រាបផ្លូវនឹងពុកធ្វើជាស្ពានឲ្យប្រពុតឆ្លងព្រះពុទ្ធលោកទ្រង់យាងជន់ឆ្លងជន់លើសមេតរបស់នឹងជន់នឹងយាងឆ្លងដើរមកដល់ត្រយខាងនេះមកភិក្ខុសង្ឃមុនមិនហ៊ានជន់ក៏វៀងទៅបានព្រះពុទ្ធសម្ដែងប្រាប់ភិក្ខុសង្ឃថាមនាលភិក្ខុទាំងឡាយតបោះនេះណា4អសង្ខ័យមួយសែនកាប់ទៀតនឹងត្រាស់ជាព្រះពុទ្ធមួយអង្គចម្លងសត្វផុតទុក្ខផុតភ័យព្រះពុទ្ធនោះមាននាមថាព្រះសមណគោតមតបោះនេះកំពុងតែសាងបារមីអនាគតទៅនឹងបានត្រាស់ជាព្រះពុទ្ធពនាមសមណគោតមរាប់ពីនេះទៅ4អសង្ខ័យនឹងមួយសែនកាប់ទៀតដល់ហើយ
ហើយព្រះអង្គយន់យកកំណើតពីនោះមកកើតជាទេវតាជាមនុស្សទេវតាសាងបារមីចុះឡើងមកជាតិចុងក្រោយបានកើតមកជាពុទ្ធយើងនឹងឯងបានត្រាស់ដឹងហើយចម្លងសត្វផុតទុក្ខផុតភ័យញមើលទាំងនេះមកពីអីមកពីអានិសង្សផ្ដើមដំបូងមកពីការកសាងស្ពានអញ្ចឹងដែរពីដំបូងឡើងក៏ធ្វើស្ពានដែរវាមិនមែនថាមានបុណ្យតែម្យ៉ាងណាព្រះអង្គកសាងបារមី10បារមី30កសាងគ្រប់ទិសទាំងអស់ហើយក្នុងហ្នឹងក៏មានមួយផ្នែកកសាងស្ពានកសាងអីដែរហើយមុនគេផងតាំងពីជំនាន់សមេតទៅបោះឲ្យយកខ្លួនឯងធ្វើជាស្ពានទៀតផងនោះអញ្ចឹងឃើញថាបានផលបានប្រយោជន៍សម្បើមណាស់បានជាញោមញាតមាននិធាជ្រះថ្លាកសាងស្ពានសម្រាប់ឲ្យគេឆ្លងហើយការធ្វើបុណ្យឆ្លងស្ពាននេះទៀតសោតក៏ជាការអនុគ្រោះដល់ពុទ្ធបរិស័ទទាំងអស់ដែលមិនបានចូលរួមបច្ច័យកសាងស្ពាននឹងឲ្យបានចំណែកបុណ្យដែរញោមញាតបានអញ្ជើញមកចូលចាប់មគ្គផលរួមបុណ្យជាមួយនឹងក៏ឈ្មោះថាបានជាចំណែកម្ចាស់ស្ពាននឹងគេឯងដែរមិនមែនបានតែអ្នកម្ចាស់ស្ពានឯងយើងមកចូលបុណ្យថ្ងៃហ្នឹងក៏ឈ្មោះថាម្ចាស់គេឯងដែរបានគេឆ្លងនឹងអនុគ្រោះដល់អ្នកមិនបានចូលពីមុនផងហើយឆ្លងនេះទៀតសោតគឺញ៉ាំងសាមគ្គីធម៌រវាងគ្នានឹងគ្នាផងបើយើងមិនឆ្លងទេស្មើនេះយាយខ្លះកំពុងតែចិត្តបន្លែយាយខ្លះកំពុងមកដាំបាយនៅផ្ទះរៀងខ្លួនដោយសារមានកម្មវិធីបន់ឆ្លងស្ពានហ្នឹងក៏យើងមកជុំគ្នាញ៉ាំងសាមគ្គីធម៌មួយទៀតកើតកាន់ចម្រើនជាបុណ្យរបស់យើងផងដែរព្រោះថាបើសិនជាយើងមិនធ្វើបុណ្យនេះយើងធ្វើស្ពានវាបានបុណ្យហើយប៉ុន្តែមកធ្វើបុណ្យនេះទៀតសោតបានបុណ្យមកឈុលឡើងថែមទៀតប្រគិនចង្ហាន់ប្រសងក៏បានមកជ្រោចមកទៀតហើយស្ដាប់លោកទេសនាក៏បានមកក្រើតមកទៀតចម្រើនព្រះបរិត្តក៏មកក្រើតមកទៀតប្រគិនភិរិយៈក៏មកក្រើតមកទៀតអញ្ចឹងមកជាប់បន់ឆ្លងស្ពាននេះយើងកើនបន់បានមកសន្ធឹកទៀតអញ្ចឹងហើយបានគេមកធ្វើបន់ឆ្លងហើយឆ្លងឲ្យផុតពីអញផុតពីកំណាញ់ឲ្យផុតពីមច្ឆរិយៈកុំឲ្យជាប់ជំពាក់ថាស្ពានអញរបស់អញលុយអញចាប់ពីពេលនេះទៅដាក់ជាសម្បត្តិសាធារណៈឬក៏ទុកឲ្យគេប្រើប្រាស់ចុះកុំឲ្យប្រកាន់ថាអញមិនហ៊ានឆ្លងគេស្ពានឯងអត់ទេប្រយោជន៍ទាំងអស់គ្នាអានឹងឆ្លងឲ្យផុតពីចិត្តកំណាញ់ពីជាប់ជំពាក់វខ្លាចកើតទៅជាកលាតជីងចក់មកចាំស្ពានកើតជាពុះនៅជាងកែបមកអែបក្បែរស្ពានចាំស្ពានអីដូច្នេះចិត្តកុំឲ្យវាជាប់ជំពាក់ដាក់ឲ្យដាច់ស្រឡះកុំឲ្យនៅអាឡោះអាឡៃអញមិនគួរសោះវិញបន្ទុកលុយទិញឡានជិះមានតែធ្វើស្ពានបរហាន់លុយបើដូច្នេះហើយនាំឲ្យកពុបប៉ុនបើអញ្ចឹងមកឆ្លងឲ្យដាច់ចិត្តស្រឡះឲ្យជ្រះថ្លាកើតប៉ុនតម្រងទៅបំពេញចេតនាទាំង3ឲ្យពេញពពចេតនាមុញ្ញនចេតនាអបរាបរចេតនាហើយមិនតែប៉ុណ្ណោះទៀតសោតនាំគ្នាស្ដាប់ពធទេសនាក្នុងកម្មវិធីបន់ឆ្លងនេះជាបច្ច័យជាហេតុផលមួយធ្វើឲ្យយើងនឹងឯងទៅសៀខ្លួនមករកផ្លូវត្រូវដើម្បីឆ្លងចេញសេចក្តីទុក្ខក្នុងវាលវត្តសង្សារគេហៅថាលោតឆ្លងចេញអំពីអន្លង់ទាំង4អញ្ចឹងធ្វើស្ពាននឹងឆ្លងស្ពាននេះដោយនាំបរិស័ទឆ្លងអន្លង់ទាំង4ដែរកាមោខៈពវោខៈទិដ្ឋោខៈអវិជូខៈដែលជាជំនន់ដែលជាអន្លង់ជនពលិចសត្វឲ្យរងទុក្ខឲ្យវល់ក្នុងវាលវត្តសង្សារអន្លង់គឺកាមោខៈគឺសេចក្តីប្រាថ្នាពវោខៈគឺភពឲ្យយើងកើតម្ដងនរកប្រែតម្ដងទេវតាមនុស្សនឹងទិដ្ឋោខៈចេះតែយល់ខុសអញ្ចេះយល់ខុសអញ្ចោះបានជាទាញចិត្តទាញកាយនឹងឲ្យធ្វើកម្មខុសទៅវល់នៅក្នុងហ្នឹងហើយអវិជូខៈសេចក្តីងងឹតងងល់ល្ងងដែលយើងវាបិទបាំងរាំងមិនឲ្យយើងចាញ់ផុតឥឡូវយើងនាំគ្នាឆ្លងចេញអំពីអន្លង់នេះបានដោយសារអីឥឡូវយើងឆ្លងចេញពីទុក្ខលំបាកដោយសារស្ពានចុះចង់ឆ្លងចេញពីអន្លង់នេះបានអីធ្វើស្ពានលោកថាសទ្ធាយៈតរតិអោខាំងចង់ឆ្លងចេញពីអន្លង់នឹងបានតលតែមានសទ្ធាអបមាទេអ្នកអនវាំងឆ្លងវាលវត្តសង្សារមហាធំធេងនេះទៅបានដោយសេចក្តីមិនប្រមាទវិរិយនតុកមច្ចេតិឆ្លងចាក់សេចក្តីទុកបានតលតែព្យាយាមបញ្ញាយៈបរិសុចតិឆ្លងសេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានដោយសារបញ្ញាឥឡូវយើងឆ្លងអន្លង់នេះបានដោយសារសទ្ធាមែនទេអត់ថាដោយសារសទ្ធាមែនណាបើកុំតែមានសទ្ធាមិនមកទេយាយតាចាស់ចំណាស់ប៉ុណ្ណេះឈឺចកេះឈឺជង្គង់ពិបាកផ្លូវឆ្ងាយផ្ទះឆ្ងាយអ្នកខ្លះនៅរហូតសហរដ្ឋអាមេរិកអីក៏តស៊ូមកដែរហ្នឹងបើកុំមានសទ្ធាមិនមកទេសទ្ធាពីជាសទ្ធាជាពូជសទ្ធាកាលៈសទ្ធាជាគ្រឿងចម្បាំងជាមួយអាសេចក្តីខ្ជិលកិលេសដែលវារារាំងនោះសេចក្តីកំណាញ់នោះសទ្ធាសនេហៈសទ្ធានឹងជាជាប់កៅបិទចិត្តជាប់ជាមួយពុទ្ធសាសនាណាឯងអូសទាញទៅណាឲ្យប្រាក់ខែណាក៏មិនទៅដែរព្រោះដូនតាខ្ញុំជឿអញ្ចឹងមកទៅហើយខ្ញុំមានវប្បធម៌ប្រពៃនៃសាសនាខ្ញុំហើយសទ្ធានាវាសទ្ធាជាគ្រឿងចម្លងទ្របយើងនឹងឯងព្រោះយើងស្លាប់ទៅវាអត់មានធ្វើបុណ្យអត់យកទៅរួចទេប៉ុន្តែបើធ្វើបុណ្យកាមវាតាក់តែងមកកើតចុះមកកន្លែងមានបានទៀតប៉ុន្តែបើអត់មានធ្វើបុណ្យស្លាប់ទៅតែខ្លួនទៅទេទុកទ្របឲ្យគេទាំងអស់ហើយទៅកើតខ្វះបុណ្យកើតចុះមកកន្លែងអត់បើដូច្នេះហើយសទ្ធាជាគ្រឿងចម្លងទ្របនឹងទៅទៀតបានទៀតថាសទ្ធាធនៈសទ្ធាជាទ្របសទ្ធិន្ទ្រីយៈសទ្ធាជាធំតែមានសទ្ធាហើយនៅអាមេរិកនៅបារាំងកាណាដាក៏មកដែរប៉ុន្តែបើអត់សទ្ធាទេពីរចំាមពីស្ពានក៏មិនខ្ចីមកដែរហើយបើថាមានសទ្ធាឆ្ងាយក៏មករួចដែរបានគេថាសទ្ធានេះជាធំណាស់ហើយមនុស្សមានសទ្ធាគេចំណាំអីថាមនុស្សមានសទ្ធាដែលអាចឆ្លងលងនឹងទៅរួចនឹងគេចំណាំមនុស្សមានសទ្ធាមានលក្ខណៈ3យ៉ាងទី1
មនុស្សមានសទ្ធានេះចូលចិត្តស្ដាប់អ្នកទេសនាមិនប្រកាន់ថាលោកណាអាចារ្យណាទេចូលចិត្តស្ដាប់ទេសនាការព្រៀនបដៅការអប់រំរបស់លោកគ្រូសាស្ត្រាចារ្យអ្នកប្រាជ្ញនានាខុសត្រូវយ៉ាងណាស្ដាប់យកមកពិចារណារហេតុផលកន្លែងណាល្អក៏អនុវត្តតាមកន្លែងណាមិនកើតក៏បោះចោលចូលចិត្តស្ដាប់មិនប្រកាន់ឲ្យតែអ្នកចូលចិត្តស្ដាប់ធម៌ទេសនាស្ដាប់ពាក្យព្រៀនបដៅហៅថាអ្នកមានសទ្ធាលក្ខណៈទី1លក្ខណៈទី2គឺចូលចិត្តស្វែងរកជួបអ្នកធ្វើអំពើល្អជាអ្នកមានគុណធម៌ជាអ្នកបួសជាអ្នកកាន់សិលជាអ្នកទៀងត្រង់ជាអ្នកប្រតិបត្តិត្រឹមត្រូវល្អសីលវតាំងទស្សនកាមោចូលចិត្តស្វែងរកអ្នកមានសិលអ្នកប្រព្រឹត្តល្អចេះតែទៅសែបគប់ទៅរាប់អានជាមួយនឹងអ្នកល្អឯទី3ទានណាំងចូលចិត្តបរិច្ចាគទានតាមមានតាមបានតិចតួចស្ដួចស្ដាងចេះតែជួយចែករំលែកបើដូច្នេះអ្នកណាមានលក្ខណៈ3យ៉ាងហ្នឹងគេហៅថាអ្នកមានសទ្ធាហើយមានសទ្ធាបានមកធ្វើបុណ្យនឹងកើតព្រោះអ្នកមានសទ្ធាអានិសង្ឃនៃអ្នកមានសទ្ធានេះនឹងបានយ៉ាងណាដែរប្រពុតអនុគ្រោះមុនគេព្រះអង្គត្រាស់ដឹងអនុគ្រោះអ្នកមានសទ្ធាមុនគេព្រះអង្គសម្ដែងធម៌ឲ្យមុនគេហើយបានជួបនឹងព្រះបានស្ដាប់ធម៌មុនគេព្រះអង្គនិមន្តចូលទៅមុនគេយើងបានទៅរកប្រពុតនឹងមុនគេក៏ដោយសារតែយើងមានសទ្ធាបានស្ដាប់ធម៌មុនគេជួបព្រះមុនគេសពយ៉ាងហ្នឹងលោកសម្ដែងអញ្ចេះញោមមនុស្សយើងដែលទៅទីណាខ្លះក៏ទៅជួបសុខខ្លះក៏ទៅជួបទុក្ខខ្លះក៏ទៅបានជោគជ័យខ្លះក៏ទៅមិនបានជោគជ័យទៅរកទទួលទានទៅរស់នៅទីចិត្តទីឆ្ងាយអ្នកខ្លះទៅណាមកណាចេះតែជួបលៀបជួបហេងជួបសុខជួបចម្រើនអ្នកខ្លះទៅចេះតែជួបសោយតើពីរប្រភេទហ្នឹងមកពីអីគេថាអ្នកដែលមានបជាប្រៃទៅណាគេស្រឡាញ់គេចូលចិត្តគេបូជាជានិច្ចជានិរន្តរ៍មកហ្នឹងគេថាមកពីនៅនឹងមនុស្សមានសទ្ធាអានិសង្ឃរបស់សទ្ធាទេពីព្រោះរឿងរ៉ាវនេះពីសម័យព្រះចតកហបតីមកកាន់សំណាក់ព្រះអង្គអស់មួយខែត្រឹមដាក់អីវ៉ាន់ហ្នឹងដាក់500អទេសមករួចថ្វាយប្រគេនព្រះអង្គអស់ហើយសម្រាប់នៅស្ដាប់ធម៌ព្រះអង្គនៅនឹងអស់មួយខែដល់ត្រឡប់ទៅវិញប្រជាជនស្រឡាញ់គាត់ចេះតែពីយកនេះយកនោះខ្លះដាក់ដូងដាក់ថ្នោតដាក់ខ្នោដាក់តសក់តឡាច់លពៅអីចឹងទៅណាដាក់ពេញឲ្យអទេសហ្នឹងគេដាក់នេះដាក់នោះឲ្យគិតទៅអទេស500មកពេញត្រឡប់ទៅវិញពេញដដែលដល់អញ្ចឹងទៅព្រះអានន្ទឆ្ងល់ហ្មងចូលទៅថ្វាយអង្គមសួរព្រះអង្គឲ្យចិត្តកហបតីមកកាន់សំណាក់ព្រះអង្គអីវ៉ាន់ដាក់500អទេសមកប្រគិនព្រះអង្គអស់ហើយឥឡូវទៅវិញគេដាក់ពេញវិញហើយចង់សួរបន្តិចឲ្យចុះបើគាត់មកកាន់សំណាក់ព្រះអង្គគេស្រឡាញ់គេគោរពបូជាគាត់អញ្ចឹងចុះបើគាត់ទៅស្រុកផ្សេងទៅនៅកន្លែងដទៃមានគេអាណិតអាសូរគេស្រឡាញ់គេបូជាគាត់អញ្ចឹងដែរទេព្រះអង្គបានប្រពុតថាណនហើយអានិសង្ឃអ្នកមានសទ្ធាទេមនុស្សនេះទៅឯណាក៏គេស្រឡាញ់គេបូជាជានិច្ចជានិរន្តរ៍ដែរមិនថាតែមកកាន់សំណាក់ព្រះអង្គទេទៅទីកន្លែងណាដោយគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយកគេតម្លើងស័ក្តិគេបូជាជានិច្ចជានិរន្តរ៍បានព្រះអង្គលើកឡើងថាសទ្ធោសីលេនសម្បណ្ណោយៈសោភោគៈសម្មាបិតោយ៉ាងប្រទេសង្ឃប្រជតិតដ្ឋតថេបពោជិតោអានិសង្ឃអ្នកមានសទ្ធានិងមានសិលនេះគ្រប់រកប្រទេសណាស្រុកណាខេត្តណានិគមណាកន្លែងណាតែងតែមានគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរលើកតម្កើងតម្លើងយកតម្លើងស័ក្តិទៅឯណាជោគជ័យឯណងទៅឯណាសុខឯណងអីចឹងហើយមនុស្សដែលមានសទ្ធាទៅនៅស្រុកណាខេត្តណាប្រទេសណាក៏សុខដែរណាញោមអានិសង្ឃអ្នកមានសទ្ធាទេចាអញ្ចឹងអ្នកមានសទ្ធាទៅណាក៏សុខឥឡូវគេមានសទ្ធាធ្វើបន់ដាំពូជនេះតទៅមុខទៀតហើយដូច្នេះនឹងទទួលបានសេចក្តីសុខចម្រុងចម្រើនញោមញាតិទាំងអស់គ្នានឹងបានទទួលផលនឹងឯងបានសុខបានចម្រើនដូចគ្នាកម្មវិធីនេះក្រៅពីឆ្លងស្ពានឃើញមានដាក់ថាចម្រើនបជនជូនញោមលោកយាយឧបាសិកាសោមចាមហើយមួយណាទៅញោមហ្នឹងណាហើយចម្រើនឲ្យបាន130ហើយ140ញោមហើយបានវែងតទៅមុខមនុស្សយើងណាញោមបើមានកម្មពៀពីមុនមកមនុស្សនឹងធ្វើឲ្យអាយុខ្លីដល់ពេលអាយុកម្មពៀវាត្រូវស្លាប់កិច្ចអត់រួចអាត្មាធ្លាប់ទៅបនកឋិនមួយមានម្ចាស់កឋិននោះអត់ហ៊ានចូលក្នុងពហិទេគាត់ថាគាត់នៅក្មេងណាគាត់មិនទាន់ធ្វើកឋិនទេគាត់ខ្លាចស្លាប់គាត់ចង់រស់ឲ្យបានវែងចាំ20 30ឆ្នាំទៀតចាំគាត់ធ្វើកឋិនបានគាត់ថាអញ្ចឹងហើយគាត់ចេញមកគ្រោះថ្នាក់ចរាចរណ៍ស្លាប់មុនគេទៅហើយអញ្ចឹងបានថាបើជីវិតត្រូវស្លាប់ហើយណែឯងជៀសទៅណាក៏វាមិនរួចហើយមួយទៀតលោកយាយនៅអីបំពេញនោះរាសីគេទាយថាថ្ងៃហ្នឹងរាសីធ្លាក់អញ្ចឹងអញមិនហ៊ានទៅកឋិនទេខ្លាចគ្រោះថ្នាក់ចរាចរណ៍ស្លាប់ណាអើយគេទៅលន់ហើយគាត់មិនទៅទេថ្ងៃហ្នឹងមិនទៅទេដាក់ប៉ៅអ៊ីនៅសម្រាមនឹងផ្ទះស្រាប់តែគេបើកឡានមកដាច់ចកោវាបុកចូលក្នុងផ្ទះហ្នឹងទៅបុកគាត់ស្លាប់ដល់ក្នុងផ្ទះហើយវាទៅណាមិនទៅវាមករកគាត់ឯហ្នឹងតលឃើញនេះអាឡានហ្នឹងដាច់ចកោហ្នឹងបានថាជីវិតត្រូវស្លាប់វាអញ្ចឹងឈាមស្រែកស្បែកហើយអាហ្នឹងកម្មពៀពីមុនមកហើយអ្នកខ្លះស្លាប់ដោយគ្រោះធម្មជាតិអ្នកខ្លះទៀតស្លាប់ដោយសារជំងឺដោយសារអត់បាយអ្នកខ្លះអាយុចាស់បានស្លាប់អ្នកខ្លះក្មេងបានស្លាប់គេហៅថាស្លាប់
កាលមរណៈស្លាប់ត្រឹមត្រូវតាមកាលអកាលមរណៈស្លាប់នឹងឯងក៏មិនត្រឹមត្រូវតាមកាលអាយុមិនទាន់ត្រូវស្លាប់ផងស្លាប់ទាំងក្មេងទៅស្ដាយណាលោករួមសេចក្តីស្លាប់ទាំងអស់ថាមាន4បានជាមនុស្សចេះតែស្លាប់ទៅមកពីហេតុ4ហេតុទី1គេហៅថាអាយុខយៈមរណៈបើអស់អាយុហើយមិនរស់ទេពីព្រោះមនុស្សយើងបានតែលើស100បន្តិចបន្តួចនឹងឯងមិនអាច500ទេហើយអញ្ចឹងតែលើសពី100ហើយដល់ត្រូវស្លាប់អានឹងវាសំតាមវ័យដែរប៉ុន្តែទី2គេហៅថាកម្មខយៈមរណៈស្លាប់ដោយអស់បុណ្យអាស្លាប់ដោយអស់បុណ្យហ្នឹងគេអាចជួយបានពីព្រោះមនុស្សរស់នៅអាស្រ័យមានបុណ្យផងតើអស់បុណ្យស្លាប់អ្នកស្លាប់ដោយសារអស់បុណ្យញោមញាតចំណាំចេះអ្នកខ្លះគាត់និយាយថាកុំទៅគិតកុំទៅខ្វល់មើលតែថាឲ្យទៅរលលុយឲ្យមានចាយបាយមានហូបទៅឋានសុខឋានសួគ៌នៅនឹងហើយឲ្យតែវាមានលុយចាយបាយហូបទៅវាសុខវាសួរវានិព្វានហើយមិនបាច់ទៅរកអីខ្វល់រឿងបុណ្យទានទេឲ្យតែវាមានលុយចាយមានបាយហូបទៅសុខក៏ប៉ុន្តែអ្នកស្លាប់អាយុ20 30 40 50លាន់នោះនៅក្នុងសិតតែអស់បាយសិតតែអស់លុយស្លាប់ចោលលុយមកកណូក៏មានដែរទិញឡានហើយស្លាប់មានផ្ទះហើយស្លាប់ធ្វើផ្ទះថ្មីឲ្យសាឡានហើយស្លាប់លុយនៅមានមកសន្ធឹកមានទាំងលៀបមានទាំងយុះសាក់ទៀតផងរួចតំឡានលៀបឡានយុះបានមិនតាន់បានកន្លះខែផងស្លាប់ក៏មាននោះលុយនៅមានចាយរហូតដល់ដឹកទៅពេទ្យស្រុកប្រទេសគេប្រទេសឯងណាគ្រាន់តែថ្លៃមន្ទីរពេទ្យមួយយប់$200ក៏សុខចិត្តហើយលុយនៅមានមកកណោឥឡូវស្លាប់ទាំង20 30 40ចោលលុយចោលកាក់នោះអានឹងមិនវិញក្រែងថាឲ្យតែមានបាយមានលុយចាយក្រែងសុខឲ្យនៅពៀនហ្នឹងតែឥឡូវមិនក៏ស្លាប់ដែរថាកុំភ្លេចលុយកាក់ទ្រព្យសម្បត្តិនៅមានក៏ដោយក៏ប៉ុន្តែបើអស់បុណ្យទ្រទ្រង់ជីវិតស្លាប់ចោលលុយហ្នឹងបានជាក្នុងសាសនានេះឲ្យមនុស្សយើងធ្វើសេចក្តីល្អសម្រាប់ទ្រទ្រង់ជីវិតផងតើអត់មានសេចក្តីល្អវាមិនរស់ទេដូចដាំដើមឈើមិនដាក់ជីមិនថែទាំកុំអាងតែដីពេកវាអាចស្លាប់ទៅដែរអញ្ចឹងហើយវាមិនមែនថាស្លាប់ដោយសារតែដីស្លាប់ដោយសារតែទឹកស្លាប់ដោយសារកម្ដៅក៏មានដោយសារខ្យល់ក៏មានដោយសារអ្វីមកបៀតបៀនក៏មានអញ្ចឹងជីវិតមនុស្សយើងបើស្លាប់ដោយសារអស់បាយយើងរកបាយមកបន្ថែមបើស្លាប់ដោយសារជំងឺយើងត្រូវរកថ្នាំហើយបើសិនជាស្លាប់ដោយសារលេបថ្នាំខុសអានឹងយើងត្រូវគោរពវិជ្ជាបញ្ជាហើយបើស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍យើងត្រូវប្រុងប្រយ័ត្នហើយចុះបើស្លាប់ដោយសារអស់បុណ្យយើងត្រូវបញ្ចូលបុណ្យនៅថែមកុំឲ្យឆាប់អស់បុណ្យហើយបញ្ចូលបុណ្យនៅថែមនឹងអាម៉េចគឺធ្វើបុណ្យចម្រើនបច្ចុប្បន្ននឹងបញ្ចូលបុណ្យនៅគាត់កុំឲ្យគាត់ឆាប់អស់នឹងឯងនាងសេរនីអាយុ18ឆ្នាំកើតឡើងមកជាបតិចផ្ដាសាមើលងាយយាយតាសិតតែឆោតទៅជឿស្អីបុណ្យបាបនរកប្រែតទេវតាអីវាគ្មានទេនាងនឹងតែប្រពៃណីវប្បធម៌ជាតិសាសន៍ខ្លួនឯងក៏អត់ចេះដែរម្ល៉េះហើយសម្គាល់តែខ្លួនឯងនឹងជាអ្នកចេះជាអ្នកដឹងត្រឹមត្រូវជាងគេម្ល៉េះហើយស្ដីឲ្យទាំងម្ដាយខ្លួនឯងទៅទៀតថ្ងៃមួយនាងដើរចូលទៅក្នុងវត្តចំថ្ងៃឧបោសថស្រាប់តែយាយគាត់ហៅថាណែចៅអើយមកនេះមករៀបចំភេសជ្ជៈប្រគិនប្រសងលោកធ្វើឧបោសថធ្វើបុណ្យធ្វើទានគេណាចៅស្រាប់តែងាកមកស្ដីឲ្យទៅមកវាហួសពេលហើយវាហួសសម័យហើយវាចាស់កំរិលពេកហើយយាយឯងអស់ហ្នឹងឆោតនៅជឿស្អីមានទេវតាមាននរកប្រែតអីទៀតម្ល៉េះហើយយាយឯងអស់ហ្នឹងនៅចាញ់បោកគេឆោតស្ដីឲ្យយាយនឹងល្មមតែមកស្ពឹកមុខចាញ់ត្រឡប់ទៅផ្ទះទៅយាយងាកមើលមុខគ្នាឯងហៅគេធ្វើបុណ្យគេស្ដីឲ្យឯងហ្មងហើយគេអាយុទៅ8 10អត់នឹងធ្វើម៉េចទេពធគេស្ដាប់ច្បាប់គេមិនណាននឹងគេចេះចាំពីណាមកក៏មិនមាត់នាងធ្វើដំណើរទៅដល់ផ្ទះនាងវិញបានតែ2 3ថ្ងៃខ្យល់កស្លាប់ទៅទាំងក្មេងណែរឿងវានៅតែហ្នឹងកុំថាតលចាស់ស្លាប់ក្មេងក៏ចេះស្លាប់ដែរណាតែអត់មានគុណធម៌ទ្រង់ជីវិតគ្រោះថ្នាក់មើលមិនឃើញទេកុំប្រហែសឲ្យសោះអត់បានទេរឿងនេះលេងបាល់ថ្ងៃមិញយប់ស្លាប់ក៏មានដែរអាត្មាធ្លាប់ជួបអស់ហើយពីថ្ងៃនៅលេងសើកកັບជាមួយគ្នាយប់ទាំងបេះដូងស្លាប់ខ្យល់កស្លាប់ក៏តែមានដែរបើដូច្នេះហើយនាងនឹងខ្យល់កស្លាប់ហើយស្រាប់តែវាអត់មានបុណ្យអីសោះអស់អង្គយាយតាធ្លាប់ធ្វើសិលធ្វើទានស្លាប់មកកើតជាមនុស្សវិញកើតជាទេវតាហើយនាងនឹងវាអត់មានពូជបុណ្យនាំមកកើតជាមនុស្សស្លាប់ទៅកើតជាប្រែតកលែងព្រៃគេចោលខ្មោចហើយនាងនៅនឹងលូនលិតខ្ទុះឈាមកំរងសាកសពជាកំណើតមួយដែលហៅថាកំណើតព្រលឹងរឿងនេះមាននៅក្នុងបត្រៃបិដកភាគ56ដល់ពេលមួយនោះនាងសេរនីនេះណាញោមស្រាប់តែ3-4 ឆ្នាំក្រោយមកតាអ្នកស្រុកនាងរស់ស៊ីលក់ដូរបរទេសដឹកអីដើរលក់ទៅយកតាណាក៏ដេកតានឹងដល់ពេលកន្លែងព្រៃហ្នឹងវាល្ងាចទៅដោះអាទេសឈប់សម្រាកនៅតានឹងប្រលប់គេថាម៉ោងខ្មៅចេញដើររស់ស៊ីនាងហ្នឹងជាកំណើតព្រលឹងជាអតិសមានកាយមានរូបកាយមិនប្រកបស្រាប់តែចេញមកដើររស់ស៊ីក៏លេចឃើញតាហ្នឹងស្គាល់ហាតានេះអ្នកស្រុកភូមិជាមួយឯងដែរឯងមើលគាត់ឃើញប៉ុន្តែគាត់មើលឯងអត់ឃើញព្រោះឯងមិនមែនមនុស្សឯងជាកំណើតមួយដែរកំណើតព្រលឹងនៅលើដីនេះម្ល៉េះហើយគាត់ក៏នឹកថាចង់ឲ្យឃើញតលតែនិមិត្តឲ្យឃើញភ្នែកស្រស់និមិត្តឲ្យឃើញភ្នែកស្រស់ភ្លាមតានោះភ្ញាក់ឲ្យកញ្ញាណាខ្មោចព្រាយបិសាចចង់លងបន្លាចខ្ញុំមែនទេបាននាងនឹងថាលោកតាខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយលោកតាដែរលោកតាមានចាំទេ
តានោះគាត់នឹកឃើញចៅសេរនីស្លាប់មក 3-4 ឆ្នាំហើយព្រោះចៅឯងទៅកើតនៅណាថាខ្ញុំកើតមកជាប្រែតរងទុកលំបាកជាកំណើតអតិសមានកាយមានរូបរាងកាយមិនប្រកបជាកំណើតពលឹងនៅលើដីនេះដែររស់នៅក្នុងព្រៃកន្លែងគេចោលខ្មោចដើរលិតខ្ទុះឈាមគម្រោងសាកសពម៉ូតលីមួតនៅទីនេះខ្ញុំកំសត់លំបាកណាស់លោកតាខ្ញុំមានកម្មមិនអាចទៅស្រុកបានចុះម៉ែខ្ញុំគាត់សុខទុក្ខយ៉ាងណាហើយតាថានាងម្ដាយរបស់នាងសុខសប្បាយធម្មតាទេប៉ុន្តែគាត់ចាស់ជារាហើយលោកតាខ្ញុំសូមផ្ដាំប្រាប់ម៉ែខ្ញុំផងខ្ញុំកប់មាស4សែនកហបណៈព្រមក្រែកន្លែងខ្ញុំដេកឲ្យគាត់កាយមាសនោះមកបែងជា2មួយចំណែកធ្វើបុណ្យនៅខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាចុះបើគាត់មិនធ្វើបុណ្យនៅខ្ញុំទេមិនដឹងថាខែឆ្នាំណាខ្ញុំនឹងបានចាប់កំណើតកើតជាមនុស្សវិញឡើយផ្ដាំប៉ុណ្ណឹងបាត់សមោលទៅវិញបាត់តានោះក៏សម្រាកនៅនឹងមួយយប់ទៅតែចេះសម្រាប់លក់ដែរឃើញប៉ុណ្ណេះហើយអាត្មាមិនស្រួលមិនលក់ដែរចាំមើលក្រែងមកទៀតតាសម្រាប់នៅក្នុងលក់មកយកព្រឹកឡើងបរទេសចេញហោហែតាមផ្លូវមកច្រើនខែច្រើនថ្ងៃមកដល់មុខផ្ទះនាងហ្នឹងជប់ប្រទេសរត់ទៅប្រាប់យាយថាយាយយាយខ្ញុំជួបកូនយាយឯងយាយខ្ញុំជួបកូនយាយឯនោះកំពុងតែឈឺដេកទទួលភួយសើងម៉ាំងងើបប៉ាងភួយដោយភួយខ្នល់ហាជួបកូនខ្ញុំនៅណាជួបកូនខ្ញុំនៅណាថាលោកយាយឲ្យគ្នានឹងកើតជាប្រែតបង្ហាញរូបរាងកាយនៅព្រៃគេចោលខ្មោចឯណោគ្នាលំបាកណាស់លោកយាយហើយអ្នកនាងផ្ដាំថាអញ្ចេះមានមាសនឹង4សែនកហបណៈនៅក្រោមក្រែកន្លែងនាងដេកឲ្យយាយនឹងកាយមកបែងជា2មួយចំណែកធ្វើបុណ្យឲ្យនាងមួយចំណែកទុកចាយនាងថាបើយាយមិនជួយនាងទេមិនដឹងខែឆ្នាំណានាងបានរួចពីកំណើតនឹងមកកើតជាមនុស្សគេទេយាយលឺតែប៉ុណ្ណឹងទាញជានិចតិចជីកត្មងប៉ាំងកាយរមើលក្រោមក្រែនឹងរកឃើញបានមែន4សែនកហបណៈពេលនោះយកមាសមកអង្គុយកាន់សំណោះកូនគិតអាម៉េចញោមកូនហើយកូនចង់មានកូនចង់បានកូនកើតឡើងកូនចង់រស់កូនចង់មានកូនចង់បានប៉ុន្តែកូនមិនជឿរឿងបុណ្យសោះកូនមិនបានធ្វើគុណធម៌សម្រាប់ជីវិតកូនសោះដូច្នេះហើយដោយដាំឈើអត់ដាក់ជីអត់ថែទាំអញ្ចឹងកូនហើយកូនចង់មានកូនចង់បានប៉ុន្តែកូនអត់មានសេចក្តីល្អអត់មានគុណធម៌ឃើញទេកូនអត់បានចាយទ្រព្យសម្បត្តិកូនទេកូនស្លាប់ទៅទាំងក្មេងចោលទ្រព្យសម្បត្តិអញ្ចឹងបើកូនចង់មានចង់បានបើកូនមានសេចក្តីល្អខ្លះកូននឹងបានសុខកូននឹងរស់បានចាយទ្រព្យហ្នឹងឥឡូវកូនសុំទ្រព្យមកកណោទីបំផុតកូនអត់បានចាយស្លាប់ទៅចោលទៅទេណែអាតំណឹងហើយដែលស្លាប់ដោយសារអស់បុណ្យញោមមើលឃើញទេទ្រព្យនៅមានតែប៉ុន្តែស្លាប់ចោលទ្រព្យហ្នឹងបានម៉ែនឹងអាណិតថាអញ្ចឹងចាំម៉ែធ្វើបុណ្យឲ្យក៏ធ្វើបុណ្យឧទ្ទិសទៅឲ្យកូននឹងទៅកូននឹងក៏រួចពីកំណើតប្រែតនោះកើតក្នុងសម្បត្តិជាទេវធីតាហោះមកបង្ហាញខ្លួនថ្វាយអង្គមសូមអរគុណម៉ែហើយលាម៉ែទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ទៅរឿងរ៉ាវនេះបញ្ជាក់ឲ្យឃើញថាណែបើសិនជាមនុស្សមិនមានសេចក្តីល្អមិនមានបុណ្យនៅក្នុងខ្លួនទេអាចស្លាប់ចោលអាយុជីវិតអាចស្លាប់ចោលរូបរាងកាយទៅក្នុងវ័យក្មេងតែនឹងគេថាស្លាប់ដោយសារអស់បុណ្យណាញោមហើយមួយទៀតស្លាប់ដោយសារអស់ទាំងអាយុទាំងបុណ្យគេហៅថាឧបយខយមរណៈស្លាប់ដំណាលគ្នាមួយទៀតឧបឆេតកកម្មមុនីស្លាប់ដោយកម្មពៀចូលមកកាត់ផ្ដាច់ហើយបើកម្មពៀចូលមកកាត់ផ្ដាច់អានឹងយើងធ្វើពិធីបុណ្យនេះក៏រំលោះរំលៀងកម្មពៀដែរដូចជាអាចារ្យខ្លះរៀបចំពូនភ្នំខ្សាច់រៀបចំនាំគ្នាសូត្រធម៌យេកេរៀបចំឲ្យម្ចាស់ទានប្រធានបុណ្យនឹងចូលមកនមស្ការប្រតនត្រ័យហើយចូលមកទទួលយកត្រៃសរណគមថ្វាយខ្លួនជាឧបាសកថ្វាយខ្លួនជាឧបាសិកាស្ដាប់លោកចម្រើនព្រះបរិត្តម្លោះហើយគឺថាឲ្យคลายខ្លួនជាកូនសិស្សព្រះជាកូនចៅព្រះធ្វើឲ្យនៅនឹងឯងអមនុស្សខ្មោចព្រាយដែលវាចងកម្មចងពៀជាមួយនឹងវាដូរចិត្តវាលែងយកទៅវាទុកឲ្យមនុស្សនឹងរស់អាយុបានវែងចេះបានជាគេចង់ចម្រើនបជនគេឲ្យលោកយាយនឹងមកទទួលត្រៃសរណគមទទួលសិលជាកូនចៅព្រះហើយស្ដាប់ព្រះបរិត្តទៅនឹងតាមបែបសាសនាពីព្រោះអមនុស្សខ្មោចព្រាយសត្វធាតុណាដែលយើងធ្លាប់មានបាបកម្មជាមួយដែលគេចងពៀជាមួយយើងគេឃើញយើងคล้ายជាកូនចៅព្រះអញ្ចឹងគេដូរចិត្តណាដូចជាអាយុវឌ្ឍនកុមារកើតឡើងទំនាយថា7ថ្ងៃទៀតត្រូវស្លាប់អាពុកភ័យណាស់ខ្លាចកូនស្លាប់ហើយសួរតបោះរមមជ្ឈបាយធ្វើម៉េចតបោះជាពួកម៉ាថាយើងមិនដឹងទេសួរព្រះទៅបានមកសួរពុទ្ធព្រះអង្គថានិមន្តព្រះសង្ឃចម្រើនព្រះបរិត្តឲ្យនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត7យប់គ្រប់7ថ្ងៃព្រះអង្គយាងមកស្រាប់តែអមនុស្សនឹងវាប្រុងមកយកកូននឹងមែនណាញោមវាក៏លេចឃើញពុទ្ធពធប្រសង្ឃវាក៏លេចឃើញប្រសង្ឃឃើញពុទ្ធហើយនឹកថាឯងវាសិលទៀបជាងគេមនានហោះពីលើគេហើយគេខ្លាចជាកូនចៅព្រះហើយទុកឲ្យគេរស់ចុះអញ្ចឹងលែងបៀតបៀនគេដូរចិត្តលែងយកជីវិតកូននឹងគេត្រឡប់ទៅវិញកូននឹងថា7ថ្ងៃស្លាប់សោះឥឡូវអាយុបាន120នៅញោមមើលឃើញដែរមកពីអមនុស្សមួយចំនួនដែលចងពៀងយើងគេដូរចិត្តក្រោយពីយើងខ្លាចជាឧបាសកឧបាសិកាហ្នឹងវាមានពួកម៉ា2នាក់ទៀតឯនោះម្នាក់នោះគេមានសិល5ចាំសិល8ម្នាក់មិនដែលមានសិលសោះហើយអ្នកមិនដែលមានសិលហ្នឹងវាមានកម្មពៀជាមួយអមនុស្សដែលវាត្រូវមកយកហើយបើអមនុស្សនឹងមកយកគឺច្បាច់កយកយើងបានត្រឹមតែឃើញហៅថាដូចជាមនុស្សនឹងខ្យល់កោឬក៏កាំងបេះដូងស្លាប់អីអញ្ចឹងទៅហើយដូច្នេះព
ពេលអមនុស្សនឹងមកយកវាចំថ្ងៃដែលពួកម៉ាក់អ្នកមានសិលនឹងមកលេងដល់ពួកម៉ាក់នឹងវាមកលេងមកដេកនឹងផ្ទះនឹងគ្រប់7ថ្ងៃអត់ទៅណានៅទៅសូត្រធម៌ហ្នឹងហើយមនុស្សនេះមិនចូលចិត្តធម៌ហើយមកសូត្រដាក់តិចបើមិនហ៊ានដេញពួកម៉ាក់ដល់ជាទ្រាំស្ដាប់ទៅស្ដាប់រហូតដល់7ថ្ងៃពួកម៉ាក់នោះក៏លាចេញត្រឡប់ទៅវិញអមនុស្ស